លេខ អូន record ចូលនៅក្នុងសំណួរអូនលោតតាំងនៅក្នុងបន្ទប់សំណួរចម្លើយអូណាធ្វើខ្ញុំអត់បានខុសពីលោកឃើញចាស់បាទគេមានបន្ទប់របស់គេណាញោមទៅបើកមើលកន្លែងណាមើលតាមឈ្មោះហ៎ញោមណាឈ្មោះអីបន្ទប់ឈ្មោះអីកន្លែងសំណួរចម្លើយហ្នឹងមកជនេះេងសំណួរអឺចម្លើយប្រឈ្មោះចាំសប្តាហ៍សំណួរកណាសំណួរចម្លើយប្រចាំសប្តាហ៍លោកចាស់បាទកណាកត់ទៅសេឆ្លើយដែរផងនេះតែអត់បានផ្ញើហើយសួមលោកម្ចាស់គ្រូផ្ញើក៏ខ្ញុំអត់ខ្ញុំកណាអត់ឃើញដែរទៀនយកចូលកន្លែងអូនផានីផ្ញើវគ្គមុនទេសួមនេះរោមើលអត់ឃើញតលាក់កណាឆ្ងល់ថាកណាអរគុណទៀនបន្ទប់ទម្លាក់ link នៅក្នុងបន្ទប់ដែលមានចំណងជើងឈ្មោះថាដំណភ្ជាប់ចូលថ្នាក់រៀនណាញោមចូលកន្លែងហ្នឹងទៅកណាលោកម្ចាស់គ្រូកណាធ្វើបានច្រើនត្រូវច្រើនបានអ្នកគ្រូបង្រៀនសាធុណាបាទអញ្ចឹងញោមដែលខុសច្រើនក៏ដឹងសមត្ថភាពរបស់ខ្លួនហើយសំណួរសប្តាហ៍នេះគឺអាត្មាផ្ដោតទៅលើសំណួររំលឹកមេរៀនទេតែច្រើននៅក្នុងហ្នឹងដោយច្រើននេះទាំងអស់ហ្នឹងឯងចាប់ពីសប្តាហ៍ក្រោយបានយើងសួរផ្ដោតទៅក្នុងមេរៀនបរិច្ឆេទទី3នេះទៅតាមមេរៀនដែលយើងបានរៀនហើយច្រើនវិញបាទហើយស្មោះត្រង់ខ្លួនឯងដើម្បីដឹងចង់ដឹងសមត្ថភាពញាតិញោមកុំព្យាយាមបើកសភៅចាក់ហ្នឹងហើយណានឹកអត់ឃើញទៅបើកសភៅមើលសិនអញ្ចឹងមិនមែនជាសមត្ថភាពរបស់ខ្លួនទេគឺជាការបើកចាក់អញ្ចឹងស្មានមិនថាអីទេញោមអត់មានហាមទេញោមបើកមើលក៏បើកទៅចាស់ប៉ុន្តែញោមចង់ចេះក៏មើលណាអាហ្នឹងដឹងថាយើងរៀនយល់ប៉ុណ្ណាចាំប៉ុណ្ណាបងតោះទៅទៀតចឹងនិយមន័យវេទនាដែលបានពន្យល់ពីសប្តាហ៍មុនណាពាក្យថាវេទនាមានន័យថាជាការសោយនៅអារម្មណ៍ណាសោយនៅអារម្មណ៍តែប៉ុណ្្នឹងឯងសោយហ្នឹងសោយអីក៏សោយទៅសុខក្តីទុក្ខក្តីមិនមែនទុក្ខមិនមែនសុខក្តីត្រឹមតែជាការសោយអារម្មណ៍ប៉ុណ្ណោះគ្រាន់តែសភាវៈហ្នឹងវាស្រួលទ្រាំទៅព្រះអង្គឲ្យឈ្មោះថាសុខវេទនាវេទនាណាដែលលំបាកទ្រាំទៅព្រះអង្គក៏ឲ្យឈ្មោះថាទុក្ខវេទនាវេទនាណាដែលធម្មតាណែសុខស្រួលក៏មិនសុខស្រួលមិនពិបាកទ្រាំអីទេក៏ព្រះអង្គឲ្យឈ្មោះថាឧបេក្ខាវេទនាឬក៏អតុក្ខសុខវេទនាអីចឹងតែរួមនិយមន័យរបស់ពាក្យវេទនាគឺសំដៅយកការសោយនៅអារម្មណ៍ណាសោយអីក៏សោយទៅតាមវេទនាបកលឲ្យវេទនាអ្នកធ្វើការតែដែលអញ្ចឹងយើងអត់ចាប់ប្រកាន់យកនៅវេទនាហ្នឹងខ្លួនអ្នកសោយអ្នកនេះអ្នកសោយខ្លួនអញជាប់ទុកខ្លួនអញវេទនាណាស់ហើយវាភ្ជាប់ជាមួយនឹងពាក្យខ្មែរនិយាយថាអើយខ្ញុំនឹងវេទនាណាស់ជីវិតខ្ញុំហ្នឹងហ្នឹងហើយវេទនាណាស់អញ្ចឹងដែលយើងនិយាយជាទូទៅថាខ្ញុំវេទនាណាស់ជីវិតខ្ញុំវេទនាណាស់ហ្នឹងគឺសំដៅដល់អីដែលយើងនិយាយថាខ្ញុំវេទនាណាស់សំដៅយកវេទនាអីញាតិញោមកាយលោកម្ចាស់វេទនាដោយកាយចាលោកចាដោយកាយដោយចិត្តវេទវេទនានាដោយសំដៅដោយលើនេះលោកចាស់ដោយថាលំបាកដោយថាខ្លួនឯងនឹងលំបាកណាស់ដល់ពេលអញ្ចឹងថាវេទនាអញ្ចឹងទៅមកទៅដៃទៅលើមិនល្អចាស់សំដៅទៅលើទុក្ខវេទនាវេទនាលោកម្ចាស់គ្រូអឺចឹងអ្វីដែលយើងឆ្លើយមកហ្នឹងគឺថាចំចំណុចគឺថាត្រូវនឹងអង្គធម៌របស់វេទនាហ្នឹងគឺទុក្ខវេទនាតែយើងមិនបានប្រើថាខ្ញុំទុក្ខវេទនាណាស់ទេណាគឺយើងត្រឹមកាត់ពាក្យទុក្ខវេទនាហ្នឹងយើងនៅសល់ត្រឹមតែពាក្យថាវេទនាអញ្ចឹងនិយាយហ្នឹងត្រូវទេអត់ត្រូវទេបាទបើនិយាយថាឲ្យត្រូវទេតែមិនត្រូវទេតែយើងស្ដាប់បានយើងយល់ពីអង្គធម៌របស់អ្នកនិយាយហ្នឹងសំដៅយកអង្គធម៌ទុក្ខវេទនាប៉ុន្តែគាត់អត់ប្រើទុក្ខអត់ប្រើសុខអត់ប្រើអីទេគាត់ត្រឹមតែប្រើថាវេទនាណាស់
ដោយវេទនាណាស់គាត់និយាយហ្នឹងគឺសំដៅយកទុក្ខវេទនាហ្នឹងហើយហ្នឹងយើងយល់ពីបំណងណាបាទបំណងរបស់អ្នកនិយាយតែបើថាខ្ញុំវេទនាណាស់បើនិយាយតាមអង្គធម៌មានអីបើវេទនាត្រឹមតែជាការសោយអារម្មណ៍ហ្នឹងមានតន់សុខមានតន់ទុក្ខឯណាអត់ផងហ្នឹងហើយអញ្ចឹងទី2វេតន្តិអេតាយាតិសត្តាសាតាំងវាអសាតាំងវាលក្ខន្តិតិវេទនាសត្វទាំងឡាយរមែងបាននៅសេចក្តីដឹងថាពេញចិត្តនិងមិនពេញចិត្តដោយធម្មជាតិនោះព្រោះហេតុនោះឈ្មោះថាវេទនាហ្នឹងហើយអញ្ចឹងពាក្យថាវេទនាហ្នឹងគឺជាការដឹងញាតិញោមដឹងថាម៉េចដឹងថារឿងហ្នឹងពេញចិត្តហើយនឹងមិនពេញចិត្តណាសត្វទាំងឡាយណាតាមពិតនេះត្រូវដកឃ្លាកន្លែងសត្តានេះបងសាតាំងប្រែថាពេញចិត្តអសាតាំងប្រែថាមិនពេញចិត្តសត្តានេះជាបទប្រធានរបស់គេពហុវចនៈណាអញ្ចឹងរមែងដឹងរមែងដឹងហ្នឹងគឺមកពាក្យថាលក្ខន្តិហ្នឹងប្រែនៅក្នុងទីនេះដោយសារលោកប្រែយកអត្ថរឿងវេទនាលោកប្រែថាដឹងតែតាមពិតបើប្រែយ៉ាងទៀតលក្ខន្តិហ្នឹងលក្ខធាតុហ្នឹងប្រែថាបានក៏បានដែររមែងបាននៅនៅការពេញចិត្តនិងការមិនពេញចិត្តក៏បានដែរណាឬក៏រមែងស្មើនឹងន័យបានស្មើនឹងន័យជួបប្រសពណាឬក៏ស្មើនឹងន័យដឹងក៏មិនខុសដែរព្រោះធម្មជាតិរបស់វេទនាវាជានាមធម៌អញ្ចឹងវាដឹងនៅអារម្មណ៍វាសោយនៅអារម្មណ៍ហ្នឹងហើយអញ្ចឹងសាតាំងវាអសាតាំងវាពេញចិត្តនិងមិនពេញចិត្តអញ្ចឹងពេញចិត្តដែលលោកសំដៅហ្នឹងគឺសំដៅយកសុខហើយហ្នឹងទុកសំដៅយកអត្ថារម្មណ៍និងអនិត្ថារម្មណ៍អញ្ចឹងសត្វទាំងឡាយដែលទទួលដឹងអារម្មណ៍រាល់ថ្ងៃហ្នឹងមានពីរនឹងឯងមានអារម្មណ៍ដែលជាទីពេញចិត្តនិងអារម្មណ៍មិនជាទីពេញចិត្តវេទនាហ្នឹងគេសោយអញ្ចឹងគេដឹងអញ្ចឹងដឹងតែពីរនឹងឯងផ្លាស់ប្ដូរគ្នាហ្នឹងហើយជាអារម្មណ៍ដោយសភាវៈក្តីជាអារម្មណ៍ដោយបរិកបៈក្តីបងមានតែពីរហ្នឹងបើបំព្រួយមកណាមានតែរឿងពេញចិត្តហ្នឹងមិនពេញចិត្តហ្នឹងឯងបងតទៀតវេតយិតាំងវេទនាការសោយនៅអារម្មណ៍នឹងឯងឈ្មោះថាវេទនានឹងន័យម្យ៉ាងទៀតដូចន័យខាងលើដែរបងក៏នៅពាក្យបាលីវកហៈមាន3ប្រភេទតទៀតនៅក្នុងការសោយអារម្មណ៍នេះលោកលើកវេទនាហ្នឹងមាន3ណា3ហ្នឹងហៅថា3ដោយការសោយអារម្មណ៍ណាញាតិញោមបងសុខវេទនាគឺការសោយអារម្មណ៍ជាសុខណាការសោយអារម្មណ៍ជាសុខហៅថាសុខវេទនាណាអញ្ចឹងនៅក្នុងសុខវេទនាហ្នឹងដែលលោកពោលសង្ខេបមកថា3ហ្នឹងដោយសារលោកចង់បញ្ជាក់ទៅលើការសោយអារម្មណ៍របស់សត្វទាំងឡាយនៅក្នុងលោកនេះដែលប្រព្រឹត្តទៅដោយការសោយអារម្មណ៍មានត្រឹមតែ3ប៉ុណ្ណឹងឯងអត់មានលើសហ្នឹងទេត្រឹមតែជាការសោយអារម្មណ៍ហ្នឹងបើយើងទៅសេហៅថាបាលីចែកទេសបាលីហៅពាក្យថាម៉េចញោមអារមណានុភវៈលក្ខណៈនៃណានឹងឈ្មោះបាលីបច្ចេកទេសភាសាបាលីណាអារមណានុភវលក្ខណៈនៃប្រែថានៃណាលក្ខណៈដោយការសោយអារម្មណ៍ពោលអំពីលក្ខណៈនៃការសោយអារម្មណ៍
អារម្មណៈអនុណាអនុភវៈហ្នឹងប្រែថាសោយអារម្មណ៍សោយណាអារម្មណ៍ហ្នឹងនៅអារម្មណ៍ណាចឹងលោកពោល3នៅក្នុងការសោយអារម្មណ៍ហើយសោយអារម្មណ៍ហ្នឹងលោកសំដៅយកអារម្មណ៍ណា គឺសំដៅយកអារម្មណ៍6ដែលសត្វទាំងឡាយទទួលគឺរូបសម្លេងក្លិនរសផាតពៈនិងធម្មអារម្មណ៍ជានិច្ចកាលដែលសត្វទាំងឡាយហ្នឹងរមែងសោយរមែងដឹងទៅតាមអារម្មណ៍ទាំង6នោះឯងបាទអញ្ចឹងលោកចែកការសោយអារម្មណ៍របស់សត្វទាំងឡាយហ្នឹងជា3បាទនឹងវាតកតងនឹងអារម្មណ៍3ដែរយើងសង្ខេបអត់ទៅសង្ខេបអារម្មណ៍6ឬក៏យើងនិយាយអារម្មណ៍3អារម្មណ៍3ហ្នឹងអីគេនេះនៅមុខណែណាទេនេះណានេះអារម្មណ៍3នេះចាំអាត្មាបញ្យល់ខាងក្រោមទៀតហើយក៏មិនតាន់រាប់អង្គធរអីដែរញាតិញោមណាគ្រាន់តែឲ្យស្គាល់តែប៉ុណ្្នឹងសិនទៅថារកការសោយអារម្មណ៍ដែលលោកលើកពីការសោយអារម្មណ៍6ឬក៏អារម្មណ៍3ហ្នឹងណាជាសុខមួយហៅថាសុខវេទនាទុក្ខវេទនាសោយអារម្មណ៍ជាទុក្ខឧបេក្ខាវេទនាគឺសោយអារម្មណ៍ជាកណ្ដាលហ្នឹងអញ្ចឹងវេទនាប្រព្រឹត្តទៅមាន3ហ្នឹងដែលព្រះអង្គហៅថាសោយអារម្មណ៍អញ្ចឹងក្នុងមួយឧទាហរណ៍ថាក្នុងអារម្មណ៍6ហ្នឹងសុខវេទនាមួយប្រព្រឹត្តទៅក្នុងអារម្មណ៍6បានគ្រប់ទាំង6ដែរឬទេណាញាតិញោមអារម្មណ៍6ហ្នឹងអសុខវេទនាដឹងបានទាំង6ដែរឬទេ បានលោកម្ចាស់គ្រូ បានច ដឹង ង់ បានទៀត បានលោកម្ចាស់គ្រូ ឧទាហរណ៍រូបអារម្មណ៍ណាញាតិញោមឃើញរូបតើរូបអារម្មណ៍ហ្នឹងកើតវេទនាអី ពេលឃើញល្អកើតជាសុខវេទ សុខ នា ផ លោក ង ម្ចាស់ ទុកផងមិនសុខ ឧបេក្ខាហើយរូបអារម្មណ៍ឧបេក្ខា ឥឡូវឧទាហរណ៍ថាញោមកំពុងឃើញអាត្មានេះវេទនាជាអី ឧបេក្ខា កណាចិត្តកណាជាសក់វិញព្រោះអីកណាមើលម្ចាស់គ្រូទៅអញឹមអញ្ចឹងអត់មានជាឧបេក្ខាផងអញឹមតាមម្ចាស់គ្រូដែរ សុខទុក្ខនឹងកើតទៅតាមសុខទុក្ខកើតទៅតាមផ្លូវកាយដែរអូន រូប ចឹង អា ហើយ រម្មណ៍តើអូន សុខទុក្ខហ្នឹងកើតទៅតាមផ្លូវកាយហ្នឹងដល់ពេលផ្លូវភ្នែកអីហ្នឹងវាជាឧបេក្ខាហ្នឹងហើយ ហ្នឹងហើយ ឧបេក្ខាវេទនាហ្នឹងហើយលោកម្ចាស់គ្រូ ចាញោមថាមិញថាសុខវេទនាហ្នឹងវាបានអារម្មណ៍6មែនទេ អញ្ចឹងរូបហ្នឹង យល់ យើងនិយាយពីរូបមួយវាមានរូបល្អនិងរូបមិនល្អ មិនល្អ ណាហើយបើយើងគិតពីរូបដែលញោមលើកមិញថាបើឃើញរូបជាឧបេក្ខាវេទនាអញ្ចឹងមានន័យថារូបារម្មណ៍ហ្នឹងសុខវេទនាទទួលអត់បានទេមិនអញ្ចឹងហ៎ណា បានទៅលោ វេ កម្ ទ ចាស់ នាទទួលបានតែផោតពីអារម្មណ៍ម្ចាស់គ្រូ សុខវេទនាបានតា បើសុខបានតែផ្លូវចិត្ត សុខផ្លូវចិត្តប៉ុន្តែដូចថាឃើញរូបជាទីប្រាថ្នារបស់យើងមិនសប្បាយចិត្តអាហ្នឹងមិនសុខ ដោយ តាម សារ ហើយ ត្រូវ ចាក់ ហើ ខុ យ សវិញ្ញាណទទួលអកុសលវិបាកមួយកុសលវិបាកមួយហ៎ ដោយសារ ហ្នឹងសុខផ្លូវកាយតាបងសុខផ្លូវកាយសុខផ្លូវ ផ្លូវកាយ តា សោមនស្សបានផ្លូវចិត្ត តែបើយើងគប់អារម្មណ៍ជាមិនជាទីប្រាថ្នាយើងមិនកើតទុក្ខមិនតាមផ្លូវភ្នែកដែរ បើវេទនា3យ៉ាងហ្នឹងសុខវេទនាហ្នឹងសំដៅយកទាំងកាយយកទាំងចិត្តចាស់គ្រូកណាចាំថាអញ្ចឹង បើ ទុកក៏អញ្ចឹងដែរទុកទាំងកាយទុកទាំងចិត្ត ហ្នឹងហើយក ណាកើតតាមផ្លូវណា អញ្ចឹងគឺនៅក្នុងន័យដែលលោកចែកដោយការសោយអារម្មណ៍នេះគឺមានន័យថាបូកបញ្ចូលគ្នាណា
ចឹងវេទនានេះគឺសុខនេះវាមានសុខពីរនៅក្នុងហ្នឹងហើយតែកាលណាពោលអញ្ចឹងគឺវេទនាហ្នឹងគឺមានពីរនៅក្នុងហ្នឹងណាវេទនានេះក៏ពីរក្នុងហ្នឹងដែលឡែកឧបេក្ខាវេទនាវាមានតែមួយឯងពីរហ្នឹងអីគេឧទាហរណ៍ថាសុខអី វេទនា កាយសុខចិត្ត សុខចិត្ត កាយកៈសុខណាកាយកៈសុខដល់ដល់តាមផ្លូវចិត្តហៅថាអីគេចេត សិកៈសុខ ចេត សិកៈ សិ សុខ កៈសុខ ចេតសិកៈសុខណែញោមមើលមិនដាច់ទេអាត្មាគូសតាមម៉ៅសូវចេះប៉ិនគូសឯង ចាស់ក្រ មើលអត់ សរសេរ ដាច់ ចាស់ មែន ក្រ កណាមើលអត់ឃើញ សរសេរបន្លោះសហ្នឹងមកចា ប្លុ ស់ ក គ្រូ ស បាត់ វិញចាស់ក្រ ទៅសេម ណា ក យប្រាប់ឲ្យមិញ តែជាបានដល់ប្រសិទ្ធអសបចាស់គ្រូកណាមើលអត់យល់ចាស់គ្រូចាស់គ្រូសរសេរកន្លែងប្លុកសស្អាតស្អាត កាយកៈសុខមួយចេតសិកៈសុខមួយហ្នឹងចេះមកច្បាស់ចេះបាត់ហើយ ចាស់ ក ខ្វះ ណាអញ្ចឹងមកស្អាត ហើយដល់នេះអីគេចាពីរដូចគ្នាកាយកៈទុកមួយ ចេ ចេតសិកៈទុកមួយ តិកៈទុក បងហ្នឹងប៉ុណ្ណឹងហើយ មិនក៏ឆ្ងាយញោមមានអារម្មណ៍ថាធ្លាក់នៅតែនេះទៅធ្លាក់បតនប៉ុណ្ណេះមកបងចឹងព្រះអង្គសំដែងនៅក្នុងប្រសូតព្រះអង្គប្រើពីរហ្នឹងគឺកាយិកអូញោមលើសយកមួយកាយិកៈបងកាយិកៈសុខចេតសិកៈសុខណាយើងធ្លាប់លើចេតសិកហ្នឹងចេតសិកហ្នឹងគឺក្នុងន័យចេតសិកប្រែថាចិត្តស្មើនឹងចិត្តហ្នឹងញោមព្រោះពីរហ្នឹងសភាវៈពីរហ្នឹងគឺវាជាសម្បយុទ្ធធម៌ហើយក៏បកស្មើនឹងចិត្តដូចគ្នាណាព្រះអង្គប្រើចេតសិកសុខហ្នឹងគឺស្មើនឹងសុខចិត្តអញ្ចឹងសុខកាយនិងសុខចិត្តណាអញ្ចឹងសុខកាយមានមួយដួងសុខចិត្តមានប៉ុន្មាន សុខចិត្តមានមួយឯងចាស់ ពីរលោកម្ចាស់មាន62 62ចាស់គ្រូ 62លោកចាស់គ្រូ សុខចិត្តមាន62ណាសុខអាត្មាដាក់បាំងបោកវចោណា 1ហើយនឹង2 1នឹង62អញ្ចឹងសរុបទាំងអស់សុខនេះមាន63ណាសុខកាយនិងសុខចិត្តចាំរាប់ចំនួននៅខាងក្រោមញោមកុំតាន់សួរអីអ្នកដែលមិនតាន់ចេះចាំរាប់នៅក្រោមចុះហ្នឹងហើយ សុខកាយមានតែមួយទេសុខចិត្តរហូតដល់តែ62ដួងណាទុក្ខកាយក៏មានតែមួយដួងដែរទុក្ខចិត្តមានរហូតទុក្ខចិត្តមានប៉ុន្មានទុក្ខចិត្ត មាន2ដួងលោកចាស់ មានទៀត2ដួងចិត្ត មាន2ដួង អានោះ2ដួងនោះមួយ3ដួង ហ្នឹងហើយទុក្ខចិត្តមានតែ2សុខគេមានដល់62តែណាសុខណាកើតទុក្ខច្រើនជាងអា2ឬក៏62ណាកើតច្រើនជាង 2ជាចាស់ នេះចាស់គ្រូអាហ្នឹង យើងវាលោកខ្លាំងជាង តែ លោក ទៅ ចាស់ អាទៅអាទៅចិត្តបានលោកចាស់គ្រូដល់ពេល62ខ្លួន ហឹម ព្រះប្រាប់ថាសុខមានឡើងថឹកប៉ុនយើងទៅរកទៅទុកហ្នឹងណាហ្នឹងហើយព្រះប្រាប់ ទុក ថា មាន សុខ តែមួយចាស់គ្រូទុកមានតែមួយបន្ទុកនឹងវាយលុករហូតមួយខ្លាំង អញ្ចឹងសុខ កាយនិងសុខចិត្តអញ្ចឹងដែលអាត្មាសួរមិញរូបារម្មណ៍អាហ្នឹងវិលមកសំណួរវិញរូបារម្មណ៍តើណារូបារម្មណ៍ហ្នឹងវាចែកជាប៉ុន្មានប្រភេទcònរូបមួយបើយើងចែកមកបានប៉ុន្មានអារម្មណ៍រូបមួយញោមរូបមួយបានប៉ុន្មានអារម្មណ៍
បាន6អារម្មណ៍ ហាក់រូបមួយណាបាន16ខ្ញុំរូបអារ បា ម្ម ន ណ៍ 2អារម្មណ៍ណាលោកម្ចាស់ បានតែមួយឯលោកម្ចាស់រូបអារម្មណ៍ហ្នឹង រូបមួយគេមិនចែកជា3ណាឧទាហរណ៍រូបមិនចែកជាអតិអដ្ឋារម្មណ៍ណា គណា កណា ណាតិអដ្ឋា អ រម្មណ៍ តិអត្តអូបាន3អារម្មណ៍ អដ្ឋ ណា 3អារម្មណ៍ អដ្ឋ អដ្ឋមច្ឆ អដ្ឋ តា តារម្មណ៍យេអដ្ឋមច្ហាសេអច្ចមច្ឆតារម្មណ៍នឹងអីគេ ជើងគ្រូ អដ្ឋារម្ម អ ណ៍ និច្ចារម្មណ៍ អាណិតថារម្មណ៍3ចឹងរូប ណា ជាបន្ថែមរហូតដែរចិត្តពេញឆ្លាយលើអញ្ចឹងរូបមួយហ្នឹងវាមាន3អារម្មណ៍ណាតែពណ៌ផ្លាយទៅចាស់ពណ៌ខៀវអញ្ចឹងវាមានរូបជាអតិអដ្ឋារម្មណ៍រូបជាអដ្ឋមច្ឆតារម្មណ៍និងរូបជាអនិច្ចារម្មណ៍រូបជាអដ្ឋារម្មណ៍ដូចជារូបព្រះសម្មាសម្ពុទ្ធរូបទេវតារូបព្រហ្មអីហ្នឹងហៅថារូបអតិអដ្ឋារម្មណ៍រូបអដ្ឋមច្ឆតារម្មណ៍ដូចជារូបធម្មតារូបផ្ការូបផ្លែឈើរូបយើងប្តីប្រពន្ធកូនចៅឬក៏ប្រសង់អីចឹងទៅណាអាហ្នឹងដូចញាតិញោមកំពុងឃើញអាត្មាហ្នឹងរូបអាត្មាសួរមិញហ្នឹងរូបរបស់អាត្មាហ្នឹងគឺជាអដ្ឋមច្ឆតារម្មណ៍ល្អដែរប៉ុន្តែមិនមែនអតិទេមិនល្អណាស់ទេល្អធម្មតាហ្នឹងហើយដល់អនិច្ចារម្មណ៍រូបដែលជាអនិច្ចារម្មណ៍រូបហ្នឹងដូចជារូបសត្វតិរិឆានរូបលូទឹកស្អុយរូបនេះគេផ្លែឈើស្អុយណា រូបខ្ទុះរូបឈាមរូបគ្រោះថ្នាក់ចរាចរណ៍អីចឹងទៅមនុស្សស្លាប់អីចឹងណាអាហ្នឹងគឺជាអនិច្ចារម្មណ៍អញ្ចឹងអាត្មាសួរថាតើរូបារម្មណ៍មិញនេះសុខវេទនាដឹងរូបារម្មណ៍សោយរូបារម្មណ៍ដែរឬទេញាតិញោមឆ្លើយមកបានអត់មិនឆ្លើយអត់តាន់ត្រូវ កណាថាអត់ទេ កណាថាអត់បានទេចាស់គ្រូ អត់បានទេ មហេតុអីបានអត់បើវេទនា វា គេ សោ និ យ យាយ តែ ពី ផលតែ គេនិ ពី យាយ រ ពីរ ម្មណ៍ យ៉ាងញោមគិតតែផ្លូវណាអាត្មាចង់បញ្យល់មិញវេទនាគេចែកជាពីរវេទនាតាមសុខតាមផ្លូវកាយនិងសុខតាមផ្លូវចិត្តញោមថា ក អាត្ ណា មាញោមឆ្លើយទៅតាមផ្លូវកាយហ្នឹង អូកណា បើផ្លូវចិត្តបាន ផ្លូវចិត្តបានបងពួកអីដូចយើងប៉ះរូបមិនល្អអីចឹងទៅឃើញរូបមិនល្អមិន បដិខៈកើតឡើង កណាវិញភ្លេចគិតថាឆ្លើយទៅតាមតែផ្លូវកាយ ហ្នឹងហើយចឹងឧទាហរណ៍ថាបើរូបហ្នឹងរូបព្រះសម្មាសម្ពុទ្ធរូបអារម្មណ៍របស់ព្រះអង្គយើងឃើញហើយយើងកើតសោមនស្សជ្រះថ្លានឹងព្រះពុទ្ធអញ្ចឹងវាទៅជាចេតសិកសុខវេទនាកើតឡើងណាជ្រះថ្លានឹងព្រះអង្គហ្នឹងហើយបើរូបទេវតាស្អាតស្អាតណារូបទេវបុត្រអីចឹងទៅញាតិញោមជាប់ជំពាក់នឹងរូបទេវបុត្រណាប្រុសប្រុសជាប់នឹងរូបទេវតាចឹងទៅណាអញ្ចឹងឃើញរូបទេវតាហ្នឹងលោភៈកើតឡើងជាសោមនស្សក្នុងលោភៈទៅហ្នឹងហើយហើយបើរូបនោះជាអដ្ឋមច្ឆតារម្មណ៍ណាអារម្មណ៍ហ្នឹងល្អធម្មតាណាឧទាហរណ៍យើងជួបរូបជួបអារម្មណ៍ល្អធម្មតាជាសម្លៀកបំពាក់ជាអីអីធម្មតារាល់ថ្ងៃដូចថាមុនទៅញ៉ាំការអីត្រូវបើកទូមើលកៅអៅសម្លៀកបំពាក់បែបណាស្អាតសមរម្យអីចឹងទៅលោភៈកើតឡើងអានេះសមនេះមិនសមអីចឹងណាជាចេតសិកសុខវេទនាកើតឡើងក្នុងលោភៈមូលចិត្ត4ដួងជាសោមនស្សវេទនាហ្នឹងហើយឃើញរូបប្រសង្ឃជ្រះថ្លាហ្នឹងហើយឬក៏គណៈពេលនេះណាញោមឃើញរូបអាត្មាជាអារម្មណ៍ទាំងទៅញោមជ្រះថ្លាជាមួយរូបអាត្មាក៏ជាមហាកុសលចិត្ត4ដួងជាសោមនស្សទៅហ្នឹង ហើយអនិច្ចារម្មណ៍អនិច្ចារម្មណ៍កើតសោមនស្សវេទនាបានទេញោមរូបអនិច្ចារម្មណ៍ អាណិតថារម្មណ៍អត់ទេលោកចាស់គ្រូ
អត់ទេ អត់បាន រូប ទេ អាណិត មនុស្ស ថា អ អា ត់ រម្ម បាន ណ៍ក៏ ទេ អាច ទៀន ឲ្យសុខវេទនាបានដែរព្រោះហេតុដោយសារអីគេចិត្តអីកណាភ្លឺ ព្រៃកប អូ ព្រៃកប តា បរិកបៈ ហ្នឹងហើយដោយសារបដិកបៈទៀត បានចាគ្រូ ហ្នឹងហើយ អូត្រេរីហ៎ ចា បរិកបៈបងចំណងចំណុចចិត្តផ្ទាល់ខ្លួន ហ្នឹងហើយយើងនិយាយទៀតនឹងនិយាយបរិកបៈញាតិញោមធ្លាប់រៀនគឺញោមអាចយល់បានញាតិញោមមិនធ្លាប់ស្ដាប់អាចនឹងរៀងបាក់បន្តិចហើយពេលតិចទៀតនឹងបញ្យល់ឲ្យមេរៀននៅខាងមុខហ្នឹងតកតងវេទនាហ្នឹងលោកប្រាប់ដែរបើដូច្នេះបើសិនជាអនិច្ចារម្មណ៍ណាយើងឲ្យកើតសុខបានប៉ុន្តែសុខនៅក្នុងការត្រេះរិះសុខដោយការត្រេះរិះណាឧទាហរណ៍ថាញោមនិយាយរូបតដាលចាស់ញោមអញ្ជើញមកវត្តណាឧទាហរណ៍ថាមកវត្តមនីរតចុះមានព្រះបទុមចេតិយញោមមកឃើញអាចឆ្កែមួយដុំជុះនៅទីលានព្រះចេតិយណាក៏នៅឃើញអញ្ចឹងរូបារម្មណ៍ហ្នឹងជាអនិច្ចារម្មណ៍ជាអកុសលវិបាកតាមចក្ខុវិញ្ញាណបើនិយាយដោយសភាវៈចក្ខុវិញ្ញាណដែលឃើញហ្នឹងមិនមែនជាសុខវេទនាទេជាបេខាវេទនាទេអកុសលវិបាកទុកដួងទី7ឬក៏មិនតែដួងទី7មួយទេហ្នឹងហើយតាំងពីចក្ខុវិញ្ញាណដួងទី1នៃអកុសលវិបាកដួងទី6សម្បដិច្ឆន្ទៈដួងទី7សន្តិរណៈដួងទី2វោធវណៈណាអីចឹងទៅណាអាហ្នឹងវាកើតទៅតាមនឹងទៀត ប៉ុន្តែអ្វីដែលញោមសប្បាយចិត្តណានឹកឃើញថាណាបនណាប៉ុណ្ណេះបានឃើញលីមួកឆ្កែម្ដងបនណាសប្បាយចិត្តកើតសោមនស្សក្នុងមហាកុសលទៅយកឈើយកអំបោសយកអីទៅកើបលីមួកឆ្កែហ្នឹងយកទៅចោលដាក់ក្នុងធុងសម្រាមសំពូជស្អាតទៀតបានបនទៀតសោមនស្សកើតឡើងទៀតជាមួយនឹងរូបអនិច្ចាថារម្មណ៍ណាហ្នឹងសុខវេទនាកើតជាមួយអនិច្ចារម្មណ៍ដូច្នេះនៅក្នុងសុខវេទនាមួយហ្នឹងគឺបានអារម្មណ៍6ឬក៏6ហ្នឹងនៅក្នុង3ហ្នឹងរូបអតិអដ្ឋារម្មណ៍រូបអដ្ឋមជ្ឈដ្ឋារម្មណ៍រូបអនិច្ចារម្មណ៍សំឡេងក៏បានដូចគ្នាតើនេះញាតិញោម បើ កណាមចាគ្រូ តើនេះលោកម្ចាស់គ្រូអាណិតថារមហើយកើតមហាកុសលទៀតកន្លែងហ្នឹងយល់ទៀត ចាស់គ្រូអញ្ចឹងបានសេចក្តីថាសុខវេទនាហ្នឹងហើយមានអារម្មណ៍3អារម្មណ៍អតិអដ្ឋារម្មណ៍អដ្ឋមជ្ឈដ្ឋារម្មណ៍និងអនិច្ចារម្មណ៍ ចឹងអាត្មា លោកចាស់គ្រូ តែចំពោះអនិច្ចារម្មណ៍អាចមើលកណាចង់និយាយថាម៉េចនេះចំពោះអនិច្ចារម្មណ៍អាចកើតជាសុខវេទនាបានគឺបានដោយបរិកបៈអត់អាចដោយសភាវៈទេអញ្ចឹងឯងចាស់គ្រូកន្លែងហ្នឹង បើ កណាអរគុណចាស់គ្រូ ចុះអាត្មាសួរថែមតិចទៀតសួរថារូបារម្មណ៍ទាំង3នេះចង់និយាយទាំង3ហ្នឹងរូបនៅក្នុងអតិអដ្ឋារម្មណ៍ជាដើមហ្នឹងណាអាចកើតសុខវេទនាតាមផ្លូវកាយដែរឬទេកាយិកសុខកាយដែរទេ អាចទៀតអាច នោះចាស់គ្រូដាក់អីចាស់គ្រូសុកបានតាចាស់គ្រូ សុកបានដែរចាស់គ្រូ ដោយរូបបញ្ញបាអីឃើញមិនបាច់ទេប៉ុន្តែដល់ស្ទាបភ្លឹកហ្មងទេ បាច់ទេបងកូនរត់នឹងតែប៉ះបោវិញឲ្យបង ខុសសម័យកាល ញាតិញោមមិនដែរត្រូវអត់ខ្ញុំគាត់រត់ឆ្លើយត្រូវអត់ កណាដូចអត់ច្បាស់ចាស់គ្រូអត់ឆ្លើយអត់ច្បាស់ រូបអារម្មណ៍ដល់ពេលនេះកណាថាដូចជាអត់ទេទៀនមានប៉ះឯណារូបអារម្មណ៍មានប៉ះនឹងសាច់ណាទៀន ត្រូវហើយនេះញោមបានឆ្លើយត្រូវរូបារម្មណ៍มันអាចកើតសុខវេទនាតាមផ្លូវកាយទេมันអាចកើតកាយិកសុខទេណាមុខនាងបញ្ញបាញោមលើកមិញគាត់គេឃើញហើយផ្អើលហ្នឹងញោម
កណា ក៏ ចា ទៅ គ្រូ ស្ទា ក៏ ប រូប គាត់ ត đó អត់អត់បា ក ន ណា សាច់ផងអានឹងតតែប៉ះនឹងចាស់គ្រូ ដល់ផតាពាររំ កា ហើយ យ ចាគ្រូ កាយប៉ះកាយនោះអាហ្នឹងអូ ណែ មាន 3 ហ្នឹងហើយអាហ្នឹងខ្ញុំក ពា ណា ក់ នឹ នោះ កឃើញថារូបអាក្រក់ទេដល់ប៉ះមិនបានទៅភ្លឹកចឹង ណែរូបហ្នឹងអ្នកណាឃើញហើយក៏ចង់រត់ដែរដោយបិសាចហ្នឹងរូបណារូបអញ្ចឹងរូបរបស់នាងបញ្ចបាបាហ្នឹងរូបារម្មណ៍របស់គាត់ជាអនិច្ចារម្មណ៍វិញមកអាក្រក់បញ្ចបាបៈហ្នឹងគឺបាប5យ៉ាងភ្នែកច្រមុះ5យ៉ាងហ្នឹងវាភ្នែកច្រមុះភ្នែក2ច្រមុះ2អីទៀតមាត់មួយទៀតវាចណាមាត់ច្រមុះភ្នែកដល់ខុសកន្លែងអញ្ចឹងអ្នកដែលបានឃើញនាងបញ្ចបាបាមិនមែនដោយសភាវៈរសុខអត់កើតទេជាអកុសលវិបាកតាមចក្ខុវិញ្ញាណប៉ុន្តែកាយរបស់គាត់ណាគឺជាតាមកាយវិញ្ញាណដែលយើងប៉ះហ្នឹងជាសុខៈសហកតកាយវិញ្ញាណផលបុណ្យខុសគ្នាក៏មនុស្សម្នាក់ប៉ុន្តែមានវិបាកខុសគ្នាអាហ្នឹងគឺលោកអវិជ្ជាណាតតងបរិកបៈតតងតាមទ្វាណាមនុស្សយើងក៏ចឹងដែរឧទាហរណ៍ថាមនុស្សខ្លះ រូបស្អាតមើលរូបគាត់ស្អាតជាអត្ថារម្មណ៍នៅថាស្ត្រីស្អាតចឹងតែលោកពយល់ប៉ុន្តែមនុស្សស្អាតហ្នឹងប៉ុន្តែសម្ដីអាក្រក់បើមើលតែរូបជាប់ចម្ពាក់ប៉ុន្តែកុំឲ្យនិយាយតែនិយាយមកក្រក់ស្ដាប់មកដូច្នេះតាមចក្ខុទ្វាជាកុសលវិបាកតែតាមសោតទ្វាជាអកុសលវិបាកវិញវាមានចឹងដែរណាប្រែប្រួលតាមទ្វាដែរ លោកម្ចាស់គ្រូអ្នកខ្លះស្អាតមែនប៉ុន្តែសាច់ក្រើមដល់អាពួកអាព្រៃស្បែកខ្មៅស្អាតមែនមាត់ឡើងលោងមកទៀត ហ្នឹងហើយ សាច់ឡើងទន់បើកណាដែលប៉ាសម្មាទោទៀត ខ្ញុំវិចគេណា កណាថ្លែងគុំចាស់គ្រូកណាសំសួរចាស់គ្រូអីអញ្ចឹងថាផ្លូវតាមកាយហ្នឹងអត់អាចប៉ះពាល់ដូចថាអត់អាចកើតសុខតាមផ្លូវចិត្តបានទេលុះត្រាតែដូចថាប៉ះផ្ទាល់ផោតពារម្មណ៍ប៉ះផ្ទាល់ប៉ុន្តែអាចជាធម្មមានរំបានទេចាស់គ្រូតែកាលណានិយាយដល់ការគិតកាត់សុខកាត់អីមិញសធម្មអារម្មណ៍ទាំងអស់តែញោមកាយកសុខនេះនិយាយតែរឿងតាមផ្លូវកាយជាផោតពារម្មណ៍នឹងឯងញោមមិនមែនជាធម្មអារម្មណ៍ទេអត់អាចជាធម្មមានរំបានទេចាស់គ្រូកាយកសុខហ្នឹងអានេះយើងសំដៅយកតែប៉ះពាល់ផ្លូវប៉ះពាល់តាមកាយហ្មងកាយ ប៉ះពាល់ផោតពារម្មណ៍យកតែផោតពារម្មណ៍ទៅកើតសុខវេទនាតាមផ្លូវកាយជាកាយកសុខអញ្ចឹងបើសិនជាផោតពារតាមធម្មអារម្មណ៍អាចជាអីចេតសិកសុខវិញមែនចាស់គ្រូហ្នឹងហើយណាអរគុណចាស់គ្រូតាមពិតយើងនិយាយសុខកាយហ្នឹងណាដែលព្រះអង្គមិនមែនយើងនិយាយព្រះអង្គសម្ដែងថាកាយកសុខហ្នឹងណាយើងថាតាមពិតបើរកអង្គធម៌ណាញោមរកអង្គធម៌ថាតើកាយកសុខហ្នឹងអង្គធម៌បានដល់អីញោមរកឃើញទេកាយកសុខហ្នឹងអង្គធម៌បានដល់អីអង្គធម៌បានដល់ហើយបតវ័យតេជោវិយោចាស់គ្រូផោតពៈនឹងចាស់គ្រូអានឹងមាន3មានវិយោត្រូវអត់ទេចាស់គ្រូអង្គធម៌បានដល់កាយវិសាទរូបព្រះអង្គអង្គធម៌បានដល់អង្គធម៌បានដល់វេទនាចិត្តសឹកលោកម្ចាស់ណាអ្នកអង្គធម៌បាន3ឯខុសគ្នាមានផោតពារម្មណ៍ផងមានអីមិញ
វេទនាចេតសិ វេ ក ទនា ទនាចិត្តប្រសិទ្ធផងបងសៃលៀង ខ្ញុំឈុន ណា ហេង ហៅ ថា អ ម៉េ ង ច ខបានដល់សុខវេទនាបានដល់វេទនាកណាកណាថាវេទនាដែរចាស់គ្រូអង្គធរ ចាស់គ្រូឲ្យគាត់ឆ្លើយអស់សិនណាចាស់គ្រូ អា ថាបានដល់សុខវេទនា កណាថារូបកូន បាន ចាស់ ដល់សុខវេទនា រោគសុខវេទនាវេទនាសុខវេទនា កាយក រូប សុខបានដល់ផតពៈអីចាគ្រូ អត្តពៈមក ផតពៈវាអាចសុខវាអាចទុក្ខ ដៃអស់ចិត្តហើយអាត្មាសរុបអស់ចិត្តនៅ ឡើងចេះហើយ បងវិ អស់ គាដល់ ចាំ ខ្ញុំអស់ចិត្តនៅ អស់ហើយ ចឹងសរុបមកពាក្យ ដែលព្រះអង្គសម្ដែងកាយកៈសុខចេតសិកៈសុខនេះគឺសំដៅយកវេទនាចឹងអង្គធម៌បានដល់វេទនាចេតសិកទាំងអស់សុខកាយនេះញាតិញោមថាផោតពីរម្មណ៍ចេះសុខដែរបើជារូបធម៌ហ្នឹងមហាពុទ្ធរូបហ្នឹងណា មហាពុទ្ធរូបមានចេះសុខអីរូបធម៌ជាធាតុអត់ដឹងទេណាញោមហ្នឹងហើយលោកឧបមារូបធម៌ដូចទិញម៉ោងចឹងញោមណែចឹងរូបធម៌អត់មានសុខអត់មានទុក្ខទេណាផោតពីអារម្មណ៍ក៏ជាអារម្មណ៍ដែរមិនមែនសុខទុក្ខទេគឺអង្គធម៌បានដល់វេទនាចេតសិកអាត្មាបានបញ្យល់ហើយសុខក្តីទុក្ខក្តីឧបេក្ខាក្តីនេះអង្គធម៌បានដល់វេទនាទាំងអស់តែវេទនានៅក្នុងអីឧទាហរណ៍ថាបើយើងយកកាយកៈសុខវេទនាចេតសិកនៅក្នុងសុខៈសហកតកាយវិញ្ញាណក្នុងកុសលវិបាកដួងទី5ហ្នឹងហើយបើយើងនិយាយពីសុខផ្លូវចិត្តហ្នឹងវាមានដល់តែ62អង្គធម៌តែមួយឯវេទនាចេតសិកដូចគ្នាប៉ុន្តែវេទនានៅក្នុងអីគឺនៅក្នុងចិត្ត62ដួងហ្នឹងឯងវេទនាចេតសិកនៅក្នុងចិត្ត62ដួងតើនេះញោម តើហ្នឹងចាស់គ្រូយល់ហើយអរព្រះគុណ អញ្ចឹងវិលមកវិញសំណួរសួរថាតើសួរអង្គធរសួរទៅលើការសោយអារម្មណ៍ឯងហើយមិញហ្នឹងតើតងសំឡេងក៏ដូចគ្នាសំឡេងហ្នឹងក៏មានសត្យារម្មណ៍ជាអតិអត្ថារម្មណ៍សត្យារម្មណ៍ជាអដ្ឋមច្ឆតារម្មណ៍សត្យារម្មណ៍ជាអនិច្ចារម្មណ៍ណា ចាអាត្មាសួរម្ដងទៀតថាសំឡេងណាសំឡេងអាចដឹងដោយកាយកៈសុខបានដែរទេសំឡេងបានអត់សំឡេង កណាថាអត់បានទៅទៀត ទេចាស់គ្រូសំឡេងជារូប សំឡេងពីរោះតើសំឡេងពីរោះ ពីរោះក៏អត់ដឹងតាមកាយដែរចាគ្រូបាននេះលោកចាស់គ្រូដឹងបានតាមចិត្ត ពាក់ដែរលោកម្ចាស់គ្រូរូប ណា ជារូបប៉ះមិនកើត លោកម្ចាស់គ្រូជួនកាលនោះណាប់ចិត្តខ្សឹបដាក់តិចអីអាចឆ្លាតដែរតើ ណាអញ្ចឹង នោះបានចិត្តបាត់ទេបងដល់វិញ្ញាណបាត់ហើយ ចឹងអត់អាចដឹងបានទេណាបងហ្នឹងហើយសួរទៀតសំឡេងជាអនិច្ចារម្មណ៍អាចកើតសុខវេទនាបានទេ អត់ដែរហ្នឹងណាទៀន អត់បានទេលោកម្ចាស់គ្រូ អត់ទៅសំឡេងជាអនិច្ចារម្មណ៍អាចកើតចេតសិកៈសុខបានអត់ចេះ បានដោយបរិកបៈតែទេ បានទៀនដល់ចិត្តសាច់បាន បានដោយបរិកបៈហ្នឹងហើយត្រូវហើយមានអីញាតិញោមយល់អស់បាត់ហើយតន់អស់ហើយ ជួនកាលគេជេរសោះគេថាគេជេរឲ្យល្អដែរទៀត ហ្នឹងត្រូវហើយគេជេរនៅញឹមដាក់គេជេរអីជេរទៅហ្នឹង បង ហើយ គេជេរឆ្កែ គេជេរឆ្កែ យើងផង ដៃទេ ហ្នឹងហើយ
Rồi. លោកម្ចាស់ហ្នឹងខ្លាញ់ដបងឯងចេះតែញញឹមម្ចាស់គ្រូ ឥឡូវគេឈប់ជេរឆ្កែជេរឆ្មាគេជេរទូរស័ព្ទអត់វិញ្ញាណក៏ជេរដែរទូរស័ព្ទ បាទ ពាក្យអាក្រក់ណាមិនមែនតែជេរទេពាក្យអាក្រក់ទាំងឡាយទាំងពួងដែលយើងបានស្ដាប់ហើយយើងពិចារណាដោយយោនិសោមនសិការៈអញ្ចឹងទៅក៏ ពីទៅណាបងទៅដេកម៉ែទៅម៉ែ ជិបស្អីណាក៏កើតមហាកុសលបានដែរបាទទៅទៀតណានឹងឧទាហរណ៍ត្រួសប៉ុណ្ណឹងចូលទុក្ខវេទនាទុក្ខវេទនានេះក៏មានពីរគឺទុក្ខតាមផ្លូវកាយហៅថាកាយិកៈទុក្ខទុក្ខតាមផ្លូវចិត្តហៅថាចេតសិកៈទុក្ខណាអង្គធម៌ក៏បានដល់វេទនាក្នុងទុក្ខសហកតកាយវិញ្ញាណម្ដួងអង្គធម៌បានដល់វេទនាក្នុងតោសមូលចិត្ត2ដួងណាអញ្ចឹងទុក្ខនឹងលើកដល់ចិត្ត3ដួងនឹងឯងបាទហើយខ្ញុំចេះបរិច្ឆេទទី3ទៅនេះរៀនបរិច្ឆេទរៀនធម្មសង្កណីអីស្រួលហ្នឹងហើយព្រះអង្គសម្ដែងសុខាយវេទនាយៈសម្បយុត្តាធម្មាទុក្ខាយវេទនាយៈសម្បយុត្តាធម្មាទុក្ខមសខាយវេទនាយៈសម្បយុត្តាធម្មាហ្នឹងរាប់អង្គធរក្នុងវេទនាហ្នឹងឯងក្នុងវេទនាតិកៈតិកៈមេតិកាហ្នឹងណានៅក្នុងហ្នឹងឯងណានឹង គ្រូបងមែនចាស់គ្រូ ចាស់ ខំ ឲ្យសម្លេងទៀន បងឆាត់ទី7មែនចាស់គ្រូ ខ្ញុំថាម៉េចហ្នឹងសោយសំលេងហ៎ សោយសម្លេងចាស់គ្រូ អត់ដឹងបាត់តាណាលេងគ្រូជំនាញចាស់ ខ្ញុំច្បាស់តាកណាលឺច្បាស់ ណាច្បាស់មកតាលោកម្ចាស់ បើឆាត់ទី8បងមិនសួរមិញបើឆាត់ទី8 ធម្មសង្កណីអត់មានបរិច្ឆេទទេបង កពីហើយចូលដល់កពី ចូលដល់កម្ពី តែពីមហាប្រធានដែរចាស់ក្រៅ ពីធ ពី ម្ម ធម្មសង្កណីអូនចឹង បាទ ពីសង្ឃធម្មសង្ឃណី ឧបាទិនឧបាទានិយាធម្មេអនុបាទិនឧបាទានិយាធម្មេ ជំនាញលោកតាផូលី ចំណាញហើយលោកតាគាត់ចេះ តទៀតខ្ញុំអញ្ចឹង ចេះបានពី3ម៉ាត់យកមកអួតអី អឺតអញ្ចឹងនៅក្នុងទុក្ខវេទនាហ្នឹងក៏វាមាន3មានប៉ុន្មានអត់តនិយាយថា3ជាប់មាត់3ណាសួរញោមសិនឥឡូវនៅក្នុងអារម្មណ៍3ដដែលអារម្មណ៍ទាំងអស់មាន6រូបសម្លេងរូបផាតពៈនិងធម្មយារម្មណ៍ហើយក្នុងមួយហ្នឹងវាមាន3អញ្ចឹងអាត្មាលើករូបដដែលតើទុក្ខវេទនានេះទទួលរូបារម្មណ៍ទាំង3បានដែរឬទេឧទាហរណ៍រូបដដែលសេត្រូវសេថាអតិអដ្ឋៈរូបារម្មណ៍នេះសេត្រូវសេចេះឥឡូវញោមតើវេទនាទាំង3នេះទទួលអតិអដ្ឋៈរូបារម្មណ៍បានដែរឬទេមកជួយឆ្លើយក ណាមស្ការលោកចាស់គ្រូកណាថាបានពួកអីដូចថាអារម្មណ៍មិនជាទីប្រាថ្នាដូចមានការឃើញរូបដែលមិនល្អខ្លាំងអញ្ចឹងខឹង มันល្អខ្លាំងមិនញោម ថា ជិះល្អខ្លាំងញោមតែมันល្អខ្លាំងវិញ ដូចថាមិនជាទីប្រាថ្នារបស់ចិត្តយើងណាលោកចាស់គ្រូទៅ តែញោ មិន ម ថា កណាថាបានដែរម្ចាស់គ្រូ យើងកណាថាបាន ដូចជាអីពួកនិក្រនឃើញរូបព្រះសម្មាសម្ពុទ្ធអីជាអតិអដ្ឋារម្មណ៍ឯប៉ុន្តែក្តៅក្រហាយដែលថាអត់ពេញចិត្តនឹងព្រះអង្គចាស់គ្រូកន្លែងហ្នឹង បានបន្ទុះទាស់មួយព្រះអង្គខឹងទៀត ញោមសួយមួយមិញលើកថាអារម្មណ៍មិនល្អខ្លាំងអត់ត្រូវទេណា កណាពេលជួប
ព្រះសម្មាសម្ពុទ្ធមិនជាទីប្រាថ្នារបស់និក្រន់មិនខឹងឃើញរូបព្រះអង្គខឹងចាប់ផ្ដើមខឹង ខឹងហ្នឹងប៉ុន្តែអារម្មណ៍នៅតែអារម្មណ៍ល្អដដែលតែញោមមិនអារម្មណ៍មិនល្អទេអារម្មណ៍ល្អណែ កណាយល់ហើយចឹង អានេះវាចូលបរិកបៈអញ្ចាស់គ្រូបាន ណាចឹងបរិកបៈបានចឹងកាយកៈទុកអត់បានទេតែចេតសិកៈទុកបានហ្នឹងហើយញោមលើកមិញត្រូវញោមវិគីលើកត្រូវតែញោមសួយមួយគាត់លើកអំពីអារម្មណ៍ហ្នឹងវាខុសបាទណាមិនអាក្រក់ខ្លាំងទេសំណួរសួរថាតិអដ្ឋារម្មណ៍អដ្ឋរូបារម្មណ៍មានន័យថារូបដែលល្អក្រៃលែងណា កណាទៀត ចឹងរូបព្រះអង្គល្អក្រៃលែងតែមានអ្នកមិនពេញចិត្តដោយពួកនិក្រន់ដោយនាងចិញ្ចានាងសុន្ទរីនាងមាកន្តយាជាដើមព្រះទេវទត្តណាចឹងអារម្មណ៍ដែលកំពុងប្រកាសសភាវៈរបស់អារម្មណ៍ហ្នឹងល្អទេប៉ុន្តែគាត់កើតទុកឲ្យតែឃើញអារម្មណ៍ហ្នឹងណាសំបីអ្នកខ្លះពួកនិក្រន់សំបីតែឮសំឡេងព្រះអង្គក៏មិនពេញចិត្តដោយហើយទៅសំបីអ្នកដតីយកគុណព្រះសម្មាសម្ពុទ្ធទៅនិយាយគាត់កំពុងញ៉ាំបាយក៏ត្រូវក្អួតបាយចេញមកវិញដែរនឹងធ្វើក្អួតឬក៏ចង់ក្អួតដែរណាធ្វើក្អួតស្អប់ណាលេបបាយក៏មិនឆ្ងាញ់តែយើងនិយាយថាស្អប់នរណាម្នាក់ស្អប់ខ្លាំងទៅក៏និយាយណានិយាយឮដល់ឈ្មោះគាត់ហ្នឹងលេបបាយលេងចូលមានន័យចឹងស្អប់នឹងស្អប់យកតែមែនតើណាណាជាងព្រះអង្គម្ចាស់គ្រូខ្លាំងជាងព្រំជេរលោកសម័យឥឡូវទៀតផងចឹងទៀតដល់ណាក់ហ្នឹងហើយណែហ្នឹងហើយវាទៅជាក្រៃលែងខឹងយកតែមែនតើបងតែมันគោរពនឹងបងតាមបៈតាមពួករបស់គាត់ដោយការយល់ខុសម្ចារដ្ឋិហ្នឹងហើយដោយអដ្ឋមច្ឆតរូបារម្មណ៍អាហ្នឹងដូចធម្មតាប្រសង់អីចឹងមុនទៅបិណ្ឌបាតនៅផ្ទះញាតិញោមអីចឹងមកផ្ទះអ្នកដែលមិនជ្រះថ្លាណាចឹងគាត់ឃើញហើយគាត់កើតតោមនោះមិនពេញចិត្តចឹងគាត់កើតចេតសិកៈទុកណាជាមួយនឹងប្រសង់ព្រានម្នាក់គាត់បរបាញ់សត្វចឹងគាត់តែងតែឃើញណាគាត់ចំណាំឲ្យតែទៅបាញ់ជួបតាមផ្លូវបាញ់សត្វហ្នឹងជួបលោកគាត់ថាដឹងស្រយថ្ងៃហ្នឹងរត់បានគាត់ចំណាំឃើញចឹងក៏គិតហ្នឹងហើយវាទៅមច្ឆាទិដ្ឋិមច្ឆាទិដ្ឋិហើយវាទៅជាការតោមនោះក្នុងរឿងហ្នឹងទៀតណាកំណត់ខុសវាជារឿងមច្ឆាទិដ្ឋិហើយខឹងទៅដល់ប្រសង់គឺជាតោសមូលចិត្តរកវិធីសម្រាប់លោកទៀតនោះហ្នឹងចឹងហ្នឹងអដ្ឋមច្ឆតារម្មណ៍ចឹងហើយមានជាទូទៅរឿងហ្នឹងវាបច្ច័យដល់គ្នានឹងគ្នាមានន័យលោភៈជាបច្ច័យនៃទោសៈជាងការទោសៈជាបច្ច័យនៃលោភៈវាបច្ច័យដល់គ្នាទៅវិញទៅមកដោយបកតោបនិស្សយបច្ច័យរិនសំមច្ឆាទិដ្ឋិហ្នឹងជាបច្ច័យដល់ទោសៈជាប្រកដីដែលមានកម្លាំងហ្នឹងហើយអនិច្ចារម្មណ៍នេះណាញាតិញោមអនិច្ចារូបារម្មណ៍ហ្នឹងបានដល់ចេតសិកៈទុកហើយនឹងចេតសិកៈទុកហ្នឹងបានទាំងពីរឬក៏បានតែមួយអនិច្ចារូបារម្មណ៍កណាថាបានតែមួយចាគ្រូបានតែចេតសិកៈទុកណាបានតែចេតសិកៈទុកឧទាហរណ៍ថាព្រលឹមឡើងបើកទ្វារតន់លក់ដូរឲ្យផងឃើញអ្នកសុំទានមកសុំលុយខឹងត្រូវអីចាស់គ្រូចឹងត្រូវហើយចឹងក្នុងពេលណាមកលក់អ្នកសុំទានហ្នឹងហេតុអីបានថាអ្នកសុំទានជាអនិច្ចារម្មណ៍អ្នកសុំទានខ្លះសម្លៀកបំពាក់គេល្អធម្មតាតែញោមតណាជាអនិច្ចារម្មណ៍ធុញសុំលុយតែកបៈទៀតសុំលុយដោយគុណសុំលុយលោកម្ចាស់
ទីពេញចិត្តរបស់យើងហ្នឹងលោកម្ចាស់ ខ្លាចតែ ឃើញ ជួន មក កាលទៅលក់អំទិនដាច់ប្រសងមកបិណ្ឌបាតហ្នឹងខឹងលោកមុនផងកំដឹងហ្នឹងទៀត អត់ហ៊ានខឹងអីបង អ អ ត់ ត់ ទេ ហ៊ានខឹង អត់ទេញោមនិយាយ ដោយ អាណិត តាម ថាអារ តែ ម្មណ៍ឯងអាណិតថាអារម្មណ៍ស្ដាប់ឲ្យតន់ណាណែ ចឹងញោមលើកត្រូវវាបញ្ជាក់ទៅលើអាណិតថាអារម្មណ៍ត្រង់ចំណុចណាអញ្ចឹងអ្នកសំទានហ្នឹងណាញោមវិគេបញ្ជាក់ម្ដងទៀត អាណិតត្រៈថារំត្រង់ថាឃើញគាត់លំបាកវេទនាអីចឹងចាស់គ្រូ បាក់វេទនាណែ ឃើញរូបគាត់អត់ស្អា គាត់ តអូន មក រី អខេ សា អ វ ខេ ណា អ បង បាក់ ទៅ ឃើញរូបគាត់នឹងបងសាវណាបង បើ ឧទាហរណ៍ថាអ្នកមកសុំទានហ្នឹងគាត់កើតឃ្លួងតបៅពេញខ្លួន ត អីចឹង កញ្ញាញកញ្ញាំងអីហើយអត់បុចទឹកអត់បុចអីហ៎ ណាង ឃើញយើងនឹងជាទីពេញចិត្តរបស់យើងហ្នឹងឯង បើគាត់ខ្វាក់ភ្នែកពិការដៃការជើងពលាកពាក់ខោយើងថាខោមិនខោអាវមិនអាវក៏ក្រិចអីសាប់គ្រប់ហ្នឹងអាហ្នឹងបានអាណិតថាអារម្មណ៍បើគាត់គាត់ណាគាត់អត់ប៉ុន្តែរូបរាងគាត់ធម្មតាសម្លៀកបំពាក់របស់គាត់ធម្មតាអាហ្នឹងក៏មិនតាន់ជាអនិច្ចារម្មណ៍ដែរហ្នឹងហើយ អាណិតថាអារម្មណ៍មកពីគាត់គាត់ថាសើយទៀតលោកម្ចាស់ តែចឹង ព្រលឹម ចាស់គ្រូកណាឧទាហរណ៍មួយទៀតឧទាហរណ៍ថាអញ្ចឹងបើសិនជាឧទាហរណ៍ថាអ្នកសុំទានហ្នឹងមកតនុយឡើងស្អាតដូចនៅស្រុកគេអញ្ចឹងប៉ុន្តែយើងឃើញយើងខឹងអត់ព្រលឹមឡើងមកសុំអញ្ចឹងទៅខឹងអត់ឲ្យហ៎អាហ្នឹងវាជាអីគេវិញហ្នឹងចាស់គ្រូ តន់បានកាយឆាយមែនបង ហ្នឹងហើយតែគាត់តនុយស្អាតអញ្ចឹងណាដូចថាម្ចាស់គ្ អា រូ ហ្នឹង ថា ប្រតិកបៈឯងបង ប្រកបៈវិញ អាហ្នឹងប្រេកបៈ បើវាមិនមែនជាអនិច្ចារម្មណ៍ទេបើព្រោះនៅស្រុកបរទេសវាខុសពីខ្មែរយើងនៅបរទេសរដ្ឋាភិបាលដូចជាគេមិនអោយមានអ្នកសុំទានទេអញ្ចឹងតាមពិតវិធីរបស់គាត់សុំទានដូចគ្នាប៉ុន្តែគេអត់ឲ្យមានមនុស្សសុំទាននៅស្រុកគេទេអញ្ចឹងដើម្បីបានសុំទានហ្នឹងតើម្នាក់តើតែមានជំនាញមួយយ៉ាងដូចថាគាត់ជំនាញច្រៀងឬក៏ដេញអីទឹកជីហ្គីតាឬក៏គាត់ធ្វើជាការសម្ដែងសៀកណាមួយអញ្ចឹងទៅគេឃើញ ចំ គាត់ ណាយមកម្ចាស់ ឲ្យលុយអញ្ចឹងទៅអញ្ចឹងឯងញោម បើប៉ូលីសឃើញអ្នកសុំទានឲ្យលុយអ្នកសុំទានប៉ូលីសចាប់យើងទៀតហ្នឹងលោកម្ចាស់ ហ្នឹងត្រូវហើយបាទ ព្រោះអាឡប់ទៅអឺរ៉ុបអីអញ្ចឹងដើរទៅអាត្មាសួរញោមមិនស្រុកគេអត់មានអ្នកសុំទានអញ្ចឹងគេថាមានលោកម្ចាស់តែពួកហ្នឹងអត់មានអង្គុយសុំទានដូចយើងទេតើឃើញអញ្ចឹងណាបាទបង្កើតឲ្យជំនាញរបស់គាត់ហ្នឹងទៅគេមើលទៅគេដាក់លុយឲ្យគាត់ទៅតែស្មើនឹងអ្នកសុំទានហ្នឹងឯងតែសុំគេសុំលុយសុំអីអត់បានទេណា លោកម្ចាស់គ្រូចូលដូចអ្នកមកទាពួនទាអីគាត់លិពាក់ស្អាតទៅប៉ុន្តែមកដល់គេខឹងដែរគេជេរគេអីដែរអាហ្នឹងអាណិតថាអារម្មណ៍មិនអត់ទេ អាហ្នឹងមិនមែនជាអនិច្ចារម្មណ៍ទេជាអដ្ឋមច្ឆតារម្មណ៍តែរូបជាអដ្ឋមច្ឆតារម្មណ៍តែសំឡេងគាត់និយាយមកទាលុយយើងកោចអីណាមកល្អូរតំអីអាហ្នឹងជាអនិច្ចារម្មណ៍តាមសំឡេងតែសំលៀកបំពាក់របស់គាត់រូបារម្មណ៍ដែលយើងបានឃើញគឺជាអដ្ឋមច្ឆតារម្មណ៍ជាកុសលវិបាកទេចឹងណាញោម លោកម្ចាស់គ្រូចូលអ្នកមនុស្សស្អាតបាត់ត្រឹមត្រូវមានមុខងារត្រឹមត្រូវចូលមកញ៉ាំរបស់របរក្នុងហាងយើងហើយពេលញ៉ាំឆ្អែតហើយឆ្លើយថាអត់តមានលុយឲ្យហើយកៅឆាយជឿសិនហើយយើងខឹងកូនចាស់ហ្នឹងមិនវិញ ហ្នឹងមិនបាបញោមហ្នឹងឯងញោមចង់សួរហ្នឹងអារម្មណ៍អីហ៎ កណាកូនចាស់ អារម្មណ៍ហ្នឹងបើនិយាយពីរូបប្រកបសម្លៀកបំពាក់ល្អនៅតែជាអដ្ឋារម្មណ៍កុសលវិបាកតាមចក្ខុវិញ្ញាណណា កណា ប៉ុន្តែការបោកប្រាស់យើងដោយពាក្យសម្ដីគាត់ថាអត់លុយហ្នឹងអាពាក្យហ្នឹងជាអនិច្ចារម្មណ៍វិញហ្នឹងហើយ
អក្សរវិបាកយើងទេចាស់គ្រូ អវិបាកយើង សាវិបាកសាអក្សរវិបាកណែប៉ិនវាចែកដែរវាចែកតាមទ្វារទាំង5ហ្នឹងណាញោមណាដូចមកលើកមិញចឹងបើគាត់សម្លៀកបំពាក់ល្អក៏ជាអត្ថារម្មណ៍ទៅគាត់និយាយមិនល្អនិយាយបោកប្រាស់យើងនិយាយកុហកយើងជាអត្ថារម្មណ៍ទៅហ្នឹងតោះនេះញាតិញោមទាំងអស់គ្នាកន្លែងហ្នឹងឥឡូវបន្ថែមមួយទៀតដើម្បីឲ្យត្រូវក្នុងដូចជាកាយហ្នឹងអត់តនិយាយចូលសោះឥឡូវថ្មឧទាហរណ៍ពីរឿងអតិអដ្ឋផោតពារម្ដងចូលផោតពារតិចចាផោតថាពានិយាយតែមួយហ្នឹងញាតិញោមថាលោកម្ចាស់និយាយតែមួយហ្នឹងកណាយល់បានតែមួយផ្សេងទៀតរកឧទាហរណ៍អត់ចេញតោះញោមណាឧទាហរណ៍អតិអដ្ឋផោតពារម្ដឹងដោយកាយទុក្ខសហកតកាយនេះកើតបានអត់ញោមអតិអដ្ឋផោតពារម្ញោមដឹងបានអត់ ណាថាបានចាស់គ្រូ ដឹងបានលោកម្ចាស់គ្រូ ដោយបរិកបៈដែរចាស់គ្រូ បានផោតពីរ ដូចអីដូច អ អី ត់ទេញោ ធ្វើ ម កតា ឈប់មិនអត់សួរបរិកបឯសួរទុក្ខសហកតកៈសួរកាយកៈទុក្ខ សួរកាយកៈទុក្ខ គឺណាកាយកៈទុក្ខហ្នឹងឧទាហរណ៍ថាអីអ្នកដែលចូលចិត្តធ្វើសរសៃអីហ៎ចាស់គ្រូ ចូល ឲ្យ ចិត្ត គេ ទៅ វាយ ថ្ងៃហ្នឹងអាហ្នឹងតាមផ្លូវចិត្តតើមានតាមផ្លូវកាយណាញោម គាត់ថាស្រួលហ្នឹងកាយចាស់គ្រូ ហើយវាយគក់ឲ្យទៅគាត់ថាស្រួលហ៎ចាស់គ្រូមិនកាយ អាហ្នឹងចេតសិកៈតើមិនមែនកាយកៈណាញោមចេះអាត្មាសួរនេះអតិអដ្ឋផោតពារម្តើទុក្ខសហកតកាយកៈទុក្ខនេះកើតបានឬទេយល់សំណួរហ៎ អតិអដ្ឋផតពារម្យកណាហៅអត់ឃើញទៀតដឹងស្អីចាស់គ្រូ មានន័យថា ស្អីចាស់ ពារម្ដែលល្អ ល្អក្រៃលែង ហ្នឹងហើយ លោកម្ចាស់គ្រូដូចនាងបញ្ចបាបាមិញណាលោកម្ចាស់គ្រូ ហ្នឹងហើយបញ្ញបាបាមិញហ្នឹង កណាលោកម្ចាស់ បញ្ញបាបាហ្នឹងហ่ะតើនាងបញ្ញបាបាហ្នឹងអាចកើតកាយកៈទុក្ខដែរឬទេកាយគាត់ណា អាច អត់កណាថាដូចជាអត់ទេទៀនព្រោះអីបើមិនមែននៅក្នុងចេតសិកណាទៀន ប៉ះ កណា បាន បាន ផងប៉ះមិនបានផងហ្នឹងប៉ះបានធ្វើប្រពន្ធប៉ះបានធ្វើប្រពន្ធត្រង់ហ្នឹងអង្គុយសមាធិនៅក្រោមដើមឈើអីបានអត់លោកម្ចាស់ មិនញោមទៅចេញសមាធិក្រោមដើមឈើណាវិញហ៎ញោម លើថាអង្គុយដូចថាកន្លែងមិនសមរម្យទេតែយើងចូលចិត្តអង្គុយអីអង្គុយស្ងប់បានល្អនៅក្រោមដើមឈើអីបានចូលអត់ត្រង់ហ្នឹងលោកម្ចាស់ កន្លែងហ្នឹងចិត្តទៀតហើយលោកតាហ្នឹងចិត្តទៀតបានទេម្ចាស់គ្រូ ញោម ហើយចុំអង្គុយផ្ទាល់លើផែនដីហ្នឹងវា ញោមឈប់ វា សួរហ្នឹង បាន ខ្លះចាកសំណួរអាត្មាជាប់មួយសំណួរអាត្មាវិញកុំបង្កើតសំណួរផ្សេងឥឡូវនេះឆ្លើយសំណួរអាត្មាត្រូវ កាយកៈទុក្ខក៏លោកម្ចាស់ទុក្ខតាមផ្លូវកាយតើជាអ ចេះ តិ ឆ្លើយ តិខោតាពារម្យបានអត់ ណាយល់សំណួរអត់អ្នកឆ្លើយញោមយ អើ ល់ យ សិនចាំឆ្លើយ អតិ យល់លោកម្ចាស់ លោកម្ចាស់គ្រូដោយអតិអដ្ឋផោតពារម្យដូចយើងប៉ះឆ្លើងអីតន់នេះប៉ុន្តែតែប៉ះទៅកើតទុកទៀតខ្លាចអាហ្នឹងដឹងត្រូវអត់ទៀត ទៅចេញឆ្លើងឯណាអតិផោតពារម្យណាទៀតញោមខោហើយញោមរក
Cả na thạt ba thế đâu cha. Ca gì អត់ cả បា tóc ន miền ទេ tà bôi ទៀន đây đâu cha. ប៉ុ Miền ណ្ tà ណឹង bôi thế. អត់បានទេ ចឹងចម្លើយគឺកើតមិនបានទេណាពីព្រោះទុក្ខសកតៈកាយវិញ្ញាណនេះវាជាអកុសលវិបាកថាទៅទទួលអ ក តិ ណា អដ្ឋផលតពារមិនបានអាហ្នឹងបន្លំវិបាកអញ្ចឹងបាននៅក្នុងហ្នឹងលោកបញ្យល់ថាវិបាកมันអាចអ្នកណាបន្លំបានទេណាយើងគិតបន្លំអាហ្នឹងចិត្តរបស់យើងចិត្តច្រឡំជាការយល់របស់យើងតែវិបាកมันគ្មានអ្នកណាបន្លំបានទេណាព្រោះទុក្ខសកតកាយវិញ្ញាណនេះវាជាតួវិបាកដោយចេតសិកទុក្ខវាជាតួកម្មអញ្ចឹងវិបាកអារម្មណ៍របស់គេយ៉ាងម៉េចសភាវៈយ៉ាងម៉េចគឺបែបនោះតែបើតួកម្មអត់ទេបដូរបានតាមយោនិសោអយោនិសោរបស់យើងគិតណាតែវិបាកអត់ទេព្រមទទួលវិបាករបស់គេយ៉ាងណាគឺយ៉ាងនោះបងដូច្នេះនៅក្នុងអតិអដ្ឋផលតពារមនេះវាទទួលបានតែក្នុងសុខៈសហក្នុងកាយកៈសុខឯណាញោមបើកាយកៈសុខទទួលបានណាណា កណាលើកឧទាហរណ៍មិញចូលកា មួយទៀត អឺ ដូចនាងបញ្ញបាផលតពៈគាត់ល្អដែលបរិជាបានស្ទាបបានប៉ះនឹងល្អហ្នឹងអាហ្នឹងគឺជា ចូល កាយ សុខ កៈសុ វិញ ខបាទអត់មកកាយកៈទុកទេបាទប៉ុន្តែដោយបរិកប្បៈមានន័យថាអតិអដ្ឋផលតពារមអាហ្នឹងចូលចេតសិកៈទុកបានទេបើសួរអញ្ចេះបានទេបានអត់ នឹងបានទៀន បានហ្នឹងហើយហ្នឹងបានឧទាហរណ៍ថាម៉េចឧទាហរណ៍មួយមើលអតិអដ្ឋផលតពារមកើតចេតសិកៈទុកឧទាហរណ៍មួយមើលញោមឬមកតែម៉ានអ្នកញោមផ្សេងទៀតមកញោមម៉ានអ្នកដែលមាត់ហើយសុំស្ងាត់តិចមកហៅញោមផ្សេងទៀតញោមផ្សេងទៀតហ៊ានមាត់សោះ ឆ្លើយអត់ត្រូវលោកម្ចាស់បានហ៊ានមាត់យល់ខុសរហូត ចេះអត់ចេះអត់ដល់ឆ្ងល់អត់កើតលោកម្ចាស់កំពុងសំលោកម្ចាស់ mình cha cru số thằng mấy ate ate phật tà rام này cha cru បើអតិអដ្ឋផលតពារមឲ្យកើតចេតសិកៈទុកផ្លូវចិត្តណា ចាស់គ្រូដូចនាងបំពីយកសក់ជូតប្របាទព្រះអង្គឲ្យយំចាស់គ្រូ កណាថាបានលោកម្ចាស់គ្រូដោយប៉ះនាងបញ្ចបាបាហើយពេលអត់បាននាងហ្នឹងគឺកើតទុកស្រឡាញ់ហើយទៅដល់ពេលអត់បានកើតទុកហ្នឹងត្រូវលោកម្ចាស់គ្រូ អាហ្នឹងអត់ត្រូវអាហ្នឹងទៅ ប៉ាណា គិតក្រោ មាន យ ត្រូវណា អាគណៈប៉ះហ្នឹងញោមចង់និយាយគណៈគិតហ្នឹងយើងកើតទុកក្នុងពេលដែលទទួលអារម្មណ៍ហ្នឹងហើយយើងពិចារណាទៅកើតទុកណាញោមអាពេលដែលយើងប៉ះហើយទៅអង្គុយគិតផ្ទះវិញអង្គុយស្ដាយអាហ្នឹងរឿងផ្សេងទៀតទេ កណាឧទាហរណ៍មួយម្ចាស់គ្រូ ចេញ ឧទាហរណ៍ថាអង្គុយនៅលើអីពូកតុនអញ្ចឹងណាពូកតុនហ្នឹងវាជាអតិអដ្ឋផលតពារមហើយប៉ុន្តែដល់ពេលអង្គុយយូរពេកទៅវាកើតទុក្ខវេទនាវិញវាទៅជាចុករួយអីចុកចង្កេះចុកជើងអីចឹងចាស់គ្រូត្រូវអត់ណា ស្ពតគូតហ្នឹងមានគិតណាអាហ្នឹងឈឺកាយទៅលោកម្ចាស់គ្រូផ្ដោតទៅលើចិត្តហ្នឹងហើយផ្ដោតទៅលើចិត្តបង អី ត្រូវគេថាចេតសិកៈទុកហ៎បងហ្នឹងចេតសិកៈទុកហ្នឹងចិត្តហី វាតែវារឿងហ្នឹងវាខុសរឿងតាមពិតវាពីរផ្សេងគ្នាដែលថាពុកញោមអង្គុយយូរទៅញោមទៅជាស្ពឹកដល់ពេលញោមកើតទុកមិនមែនកើតទុកមួយពុកណាកើតទុកមួយស្ពឹកជើងនេះហ្នឹងអាស្ពឹកជើងនេះទុកវិញហ្នឹង លោកម្ចាស់គ្រូចង់ឲ្យពោលថាអង្គុយទៅរបស់ពូកហ្នឹងឧទាហរណ៍ថាពូកហ្នឹងរបស់ល្អទេប៉ុន្តែដល់ពេលអង្គុយឲ្យស្ដាយក្រោយអង្គុយកន្លែងហ្នឹងសោះកន្លែងហ្នឹងដូចជាមានយើងគិតក្នុងចិត្តខាងដូចជាមានមេរោគអូយមិនគួរអង្គុយទេស្អាតមែនតែវាមិនគួរអង្គុយទេអញ្ចឹងណាទៀនកណាគិតអញ្ចឹងណា បើ
លោកម្ចាស់ចុះបើគិតចាស់យើងគុណម្ចាស់ បើ បើគិតថាដូចបរោះមានប្រពន្ធហើយអញ្ចឹងទៅគាត់ទៅតាក់ទងនារីរូបស្អាតទៅហើយទៅมันប្រពន្ធដឹងมันកើតទុកគុណម្ចាស់ មែនទេបងយើងចង់និយាយដូចនិយាយរឿងពុកមិនអញ្ចឹងឯងទៅ លោក ប្រហែ ម្ ល ចាស់ បាក់ ក ហ ណា ោឧ ក ទា ណា ហរណ៍ សុំ កន្លែងហ្នឹង សុំមួយលោកម្ចាស់ អឺ សុខហេងឲ្យខ្ញុំសុខហេងមួយមកញោមតា កណាសុំឧទាហរណ៍ដូចអ្នករួមអញ្ចឹងណាលោកម្ចាស់មិនដំបងរួមទៅសុបាយដល់ពេលយូរទៅវាហត់ទៅកើតទុកវិញទៀត អត់ទេនឹងអត់ទេអត់ខុសហើយ ឥឡូវចេះអាត្មាឧទាហរណ៍មកញោមបាទ លោកម្ចាស់គ្រូ អឺ ឧទាហរណ៍ដូចនាងបញ្ញបាបាមិញនោះដោយព្រាជាទៅប៉ះនាងមិនសពប្រតិនឹងផោតតាពាកប៉ុន្តែដល់ចិត្តនឹកថាបើនាងនឹងអាក្រក់យ៉ាងហ្នឹងគេចូលយកទៅវាងមិនកើតទៅអាហ្នឹងកើតចិត្តសឹកទុកឯទៀត ហ្នឹង បើមិន ហើ ហ៊ា យ ន ក ទៅ ន្លែង ជួប ហ្នឹង ពេល ត្រូវ ថ្ងៃផងជួបពេលយប់ហ្នឹង ប៉ុន្តែ បើ គាត់ បើ នៅ គិត ជា អ ប់ ញ្ចឹង តា ត្រូវ ពេលហ្នឹងគាត់ជាប់នឹងផោតពៈតែគាត់ទៅបរិកបៈមួយរូបវិញណាអត់ទៅចំទៅ អ លើ ត់ខុស ការ ហើយ នេះ ចឹង ណា ក នេះ ណា ពីរអារម្មណ៍ផ្សេងគ្នាញោមលើកពីរអារម្មណ៍ផ្សេងគ្នា កណា ឲ្យលោកម្ចាស់ក្រមមកទៅ លំចាស់ភាលើកមិញក៏ ក្រ ត្រូវ ម ដែរ ម នេះ ក លំចាស់ភាលើកមិញណាចាស់ភាលើកមិញលើកថានាងអីគេនាងពំពា ណានាងពំពាតាមពិតនាងពំពាហ្នឹងយកដៃទៅអោបជើងព្រះអង្គតាគាត់ទៅអោបណាទាំងក្បាលទៀតទៅអោបជើងព្រះអង្គហ្នឹងព្រះសិរីបុត្រនៅក្បែរហ្នឹងប្រុងទៅហាមហើយព្រះសម្មាសម្ពុទ្ធធ្វើសញ្ញាថាមិនបាច់ហាមទេព្រោះបើសិនជាព្រះអង្គជ្រាបថាបើនាងតាហាមនាងនឹងបែកទ្រូងស្លាប់ដោយសារនឹកព្រះអង្គយូរហើយតាំងពីព្រះអង្គចេញបួសទៅដឹងថាព្រះអង្គអត់ផ្ទុំលើអាសនៈអីហ្នឹងគាត់សុខចិត្តចុះពីលើគ្រែលើអីមកផ្ទុំណាធ្វើដូចជាប្រព្រឹត្តធម៌មួយព្រះអង្គដូច្នោះដែរហ្នឹងហើយនឹកព្រះអង្គក្រៃលែងទៅហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងមានការអឺចិត្តហ្នឹងគឺអាល័យនឹងព្រះអង្គកើតទោមនស្សជាមួយព្រះអង្គដែលថាហេតុអីបានព្រះអង្គហ្នឹងទៅចោលនាងចោលទាំងកូនខ្ចីទៅទៀតណាហ្នឹងហើយអញ្ចឹងវាចិត្តហ្នឹងនឹកផងកើតទោមនស្សផងទៅអោបជើងហ្នឹងដោយសេចក្តីសំណោះសំណោកកើតទោមនស្សណាញោមអញ្ចឹងពេលហ្នឹងផោតពារម្មណ៍របស់ព្រះអង្គហ្នឹងគឺជាអដ្ឋផោតពារម្មណ៍ហើយសោកសៅជាមួយនឹងផោតពៈហើយយើងធម្មតាថានឹកប្តីយូរហើយណាគាត់នៅសម្គាល់ប្តីរបស់គាត់ហ្នឹងឯងណាញោមហ្នឹងឯងកើតទុកណាត្រូវហើយញោម ចាស់ក្រោហើយទៅព្រះអង្គហ្នឹងប្តីគាត់មែនអត់ចាស់ក្រោ ញោមចិនហេ អាព្រះអង្គនឹងប្តីហ្នឹងមែនប្តីមើលប្រវត្តិព្រះអង្គ លោកម្ចាស់គ្រូបើដឹងអញ្ចឹងហ្នឹងខ្ញុំកណាលើកថាដេកអោបស្រីស្នេហ៍ភ័យខ្លាចពេលទៅផ្ទះវិញប្រពន្ធជេរបាត់ហើយទៀត អត់ត្រូវទេព្រោះនេះយកអដ្ឋផោតពារម្មណ៍ញោមលើកស្រីស្អាតណាក៏អត់ត្រូវដល់លើកទៅប៉ះមួយទេវតាមួយនាងអីមិញបញ្ញបាប៉ាយមិនត្រូវញោមស្រីធម្មតាអត់ត្រូវទៀត ចាស់គ្រូកន្លែងហ្នឹងពិបាករកឧទាហរណ៍កុំដាក់សំណួរកណាអត់ចេះទេ អានឹងពិបាករកលំចាំ ណា អា អ រ ត់ ម្មណ៍ តប អារម្មណ៍វាខាងល្អខ្លាំងពេក អូមិនឃើញទេចាស់ ពិបាករក ល្អក្រៃលេង តែឥឡូវហ្នឹងកំតាន់គិតរឿង homework គិតតែក្នុងម៉ោងអាត្មានិយាយនេះឧទាហរណ៍នេះញោមយល់អត់ ហងមកទៅយល់ទៀត យល់ ចាស់គ្រូ យល់លើអត់ច្បាស់ទៀត យល់ ណា យល់លោក ទៅ ម្ចាស់ យល់ចាស់គ្រូកណាស្ទើរយល់ យល់ យល់ តែប្របាក់រកឧទាហរណ៍តើនិយាយពីប្រវត្តិព្រះសម្មាសម្ពុទ្ធបាទមាន ហើយ អតិថាអារម្មណ៍ កន្លែងហ្នឹងចង់និយាយថាប៉ះពាល់ថតពារម្មណ៍ហ្នឹងល្អប៉ុន្តែកើតទុកវិញចឹងឯងចាស់គ្រូ កើតទុក បណ្ណាយល់ថាអញ្ចឹងមិនដោយលើកឧទាហរណ៍អត់ដឹងលើកពីអីចាស់គ្រូ លោកម្ចាស់គ្រូបើអញ្ចឹងលើកពីនាងសេរីម៉ាអីបានទេ ចូលនេះចាំលើកឥឡូវហ្នឹងថាអតិអដ្ឋារម្មណ៍យកពិបាករកឥឡូវចូលរកនេះវិញ
រអដ្ឋមច្ឆតៈផោតពីរមនេះបានសបោរឿងបោសបោរឿងដែលឧទាហរណ៍ណា អញ្ចឹងអដ្ឋផោតពីរមយ៉ាងណាកើតបើដោយត្រង់គឺអដ្ឋផោតពីរមនេះมันអាចកើតកាយកៈទុកទេបើវិជ្ជាអកុសលវិបាកអានេះនៅតែអារម្មណ៍ល្អនៅឡើយដូច្នេះយើងគិតទៅរកអដ្ឋមច្ឆតៈផោតពីរមប៉ុន្តែគឺកើតចេតសិកៈទុកកើតទុកជាមួយនឹងអដ្ឋមច្ឆតៈផោតពីរមមកញោមលើកដៃតែមួយបានហើយញោមកុំឲ្យនិយាយចង់គ្នាច្រើនពេកស្ដាប់គ្នាបានទេញោមអ្នកចង់ឆ្លើយលើកដៃតែឆ្លើយប្រងគ្នាមិនដឹងស្ដាប់ណាស្ដាប់ណីទេញោមញោមណានេះញោមគឹមមុំពោធិ៍សាត់មុំមួយដែរមួយរត់ស្រីមុំឥឡូវគឹមមុំ កណាលោកម្ចាស់ តែឧទាហរណ៍មើលញោមយល់មេរៀនអត់ យល់បានខ្លះខ្លះលោកម្ចាស់ពាក្យខ្លះបកប្រែកណាអត់យល់ផងហ្នឹង នេះមានន័យថាអារម្មណ៍ល្អធម្មតាតាមការប៉ះពាល់តាមផ្លូវកាយញោមអត់យល់បល័ ក យ ណាអត់ទេកណាយល់បានខ្លះអត់ខ្លះព្រោះអីបើតាមកណាយល់កណាយល់តាធម្មតាវាអនិច្ចារម្មណ៍ដឹងថាអត់ល្អអតិអដ្ឋានរម្មណ៍បានន័យថាវាអត់ល្អបានន័យថាវាល្អខ្លាំងចេះលោកចាស់ហើយអដ្ឋមច្ឆតារម្មណ៍ហ្នឹងបានន័យថាអារម្មណ៍យើងល្អតែល្មមអញ្ចឹងឯងលោកចាស់ ហ្នឹងឯងត្រូវឥឡូវខ្ញុំ ក សា ណា ក សូវចេះរកឧទាហរណ៍ដែរលោកម្ចាស់យល់កណាយល់លោកម្ចាស់បកស្រាយពីព្រះអង្គអីយល់ហ្នឹងកណាយល់តែដូចថាពេលដែលយើងឧទាហរណ៍ទៅអារម្មណ៍ហ្នឹងយើងអត់សូវជាពាល់ត្រូវយើងបានតែស្ដាប់នៅក្នុងរឿងអញ្ចឹងពេលយើងឧទាហរណ៍មកវាដូចអត់ចំលោកម្ចាស់ តោះឡើងជើញញោមចិនឌីកោះកុងអ្នកលើកដៃ ណា គណៈថ្លែងគុំលោកម្ចាស់គ្រូអរគុណគណៈសូមលើកឧទាហរណ៍មួយកន្លែងអដ្ឋមច្ឆតៈផោតពីរមនឹងឧទាហរណ៍ថាកូននិងម្ដាយនឹងខានជួបគ្នាយូរហើយក៏បានទៅលេងស្រុកម្ដាយខានជួបរាប់ឆ្នាំអញ្ចឹងទៅក៏បានទៅលេងស្រុកម្ដាយហើយទៅឃើញម្ដាយនឹងគាត់សម្រានហើយក៏គាត់កំពុងមានជំងឺអញ្ចឹងក៏រត់ទៅអោបម្ដាយហ្នឹងអោបហើយគឺថាបានប៉ះពាល់ត្រូវកាយម្ដាយហ្នឹងគាត់សប្បាយចិត្តខ្លាំងព្រោះអត់ដែលបានជួបម៉ែនឹងយូរហើយប៉ុន្តែអារម្មណ៍អត់សប្បាយចិត្តដោយសារម៉ែនឹងកំពុងមានជំងឺអញ្ចឹងអារម្មណ៍ក្នុងពេលនោះសប្បាយផងកើតទុកផងអញ្ចឹងលោកម្ចាស់គ្រូគណៈអរគុណថ្លែងគុំលានឹងត្រូវខុសទេទៀតឧទាហរណ៍អញ្ចឹង នឹងវាចូលលាអាណិតថាអារម្មណ៍ទៀតណាញោម លើកឲ្យដាច់មួយប៉ុន្តែអត់អីឲ្យចូលត្រូវបានបងគាត់ថាវាលាបន្តិចអត់អីមកត្រូវការម្នាក់ទៀតឲ្យច្បាស់ជាងនេះញោមមិញញោមសុកហេងលើកឧទាហរណ៍មួយបានហើយញោមសុកហេងម្ដងទៀតមក កណាសូមម្ដងទៀតកណាឧទាហរណ៍ដូចបងស្រីដែរកណាចង់និយាយថាពេលដែលដូចកូនស្លាប់ចឹងណាយើងចិត្តស្រឡាញ់ហ្នឹងទៅអោបកូនហើយប៉ុន្តែនៅក្តៅក្រហាយនៅពេលដែលថារបស់នឹងវាបាត់បង់ទៅទៀនកណាយល់ចឹងទៀតមិនដឹងថាត្រូវខុស កូនហ្នឹងមិនកូនឈឺឯកូនអីកូនបាត់បង់ អូម៉ាថាគាត់ស្លាប់ចឹងណា ហ្នឹងហើយអាហ្នឹងកូនស្លាប់ហ្នឹងអាហ្នឹងដូចជាអនិច្ចារម្មណ៍វិញញោមប៉ះខ្មោចណា កណាប៉ុន្តែដែលពេលយើងអោបនឹងអោបដោយក្តីស្រឡាញ់តែពេលហើយនៅស្ដាយអាវាបាត់បង់នឹងកណាយល់ចឹងទេ បើរៀងដូចស្ទើរបន្តិចតោះឥឡូវញោមណាមែនលើកដៃញោមកំយាន
បន្ថែមតិចទៀតណា ណាបាញ់គុំកូនម្ចាស់ជំរាបសួរបងប្អូនញាតិពធទាំងអស់កណាសូមរកឧទាហរណ៍លោកម្ចាស់ដូចជាកណាគេងនៅលើពុកអញ្ចឹងវាជាអារម្មណ៍ល្អធម្មតាប៉ុន្តែដល់គេងយូរទៅក្រោកឡើងជួយចង្កេះហ្នឹងទៅជាតោមនាស់វិញលោកម្ចាស់ ឈឺចង្កេះអកុសលវិបាកវិញណាអាណិតថាអារម្មណ៍វិញណា អូអញ្ចឹងអត់ត្រូវលោកម្ចាស់ អឺលើករឿងហ្នឹងត្រូវឧទាហរណ៍ថាញោមលើកពីពូកទុនណាពូកហ្នឹងល្អទេយើង យើងអាត្មាទៅថតថាញោមស្រីអាត្មាហ្នឹងគាត់មិនសូវចូលចិត្តពូកអីទេហ្នឹងហើយកាលមកបនអីបនឆ្លងបញ្ចុះឆ្លងបន្ទុំចេតិយគ្នាច្រើនពេកញោមក៏មានញោមដែលស្គាល់ហ្នឹងទៅកក់អូតែលនៅចិត្តវត្តណាមានរីសតគេហ្នឹងទៅគេង តែគាត់អត់ចូលចិត្តពូកធំធំហ្នឹងទេប៉ុន្តែណាគេចេះហៅទៅនៅឃើញទៅខំក៏អស់លុយឲ្យទ្រាំគេងទៅអញ្ចឹងពូកហ្នឹងល្អតែគាត់មិនសូវចូលចិត្តណាដល់អញ្ចឹងពេលដែលគេងបដាហ្នឹងគិតកុំឲ្យស្ដាខាតលុយវាស្រួលតែគេងហើយហ្នឹងទ្រាំគេងទៅទ្រាំគេងទាំងមិនសប្បាយចិត្តតាមពិតពូកគេហ្នឹងល្អទេតែគាត់មិនសូវចូលចិត្តហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺជាអារម្មណ៍អដ្ឋមច្ឆតាអារម្មណ៍ប៉ុន្តែអត់ពេញចិត្តពូកហ្នឹងហ្នឹងហើយអញ្ចឹងណាញោម ណាគុណចាស់បានយល់គុណចាស់អរគុណ ញោមមិនដែរតនេះណែឈឺចកេះឈឺខ្នងអីចឹងទៅគេញ៉ាការ ហេងតាន់ខ្លះចាស់គ្រូ ណែអដ្ឋផល ឧទាហរណ៍ថាកណាហ្នឹងឧទាហរណ៍មែនតែនកណាហ្នឹងទិញសឡុងឈើដាក់ឲ្យកូនអង្គុយសឡុងហ្នឹងថ្លៃទៀតទិញទៅសាមួយឈុត 1000 ជាងអីវាជាមួយឈុតតផលតពារ៉ាតែដល់ពេលកូនកណាគេអត់ចូលចិត្តគេថាអង្គុយទៅឈឺគូតគេផ្ញើមកឲ្យវិញអស់អាលីងឥឡូវ ទៅបងឯងក៏តោម្នាស់មួយកូនទៅបង អត់ទេកូនដែរកូនគេអត់ពេញចិត្តអង្គុយគេអត់ពេញចិត្តត្រូវអត់ចាស់គ្រូ បើអាហ្នឹងអារម្មណ៍កូនទេមិនអារម្មណ៍ម៉ែ មិនអារម្មណ៍កណាហើយអារម្មណ៍កូន ណែអារម្មណ៍កូនទេបើកូនអត់ពេញចិត្តហ្នឹង អ ហើ ត់ យ ពេញចិត្តគេទៅកាត់អាពុកដាក់វិញ តើអារម្មណ៍មួយថ្ងៃញ៉ាំបដិខៈនឹងកូនអីនិយាយថាខ្លាំងទៀតខំទិញឲ្យល្អហើយនៅថាពេញចិត្តទៀតអីចឹងណា បើ កណាសូមឧទាហរណ៍ម្ដងទៀតទៀត បើ កណាធម្មតាចូលចិត្តមួយទឹកក្តៅអ៊ុនដល់ពេលស្រាប់បាត់ទៅផ្ទះបងស្រីនៅស្រែហ្នឹងគាត់អត់មានទឹកក្តៅទេមានទឹកធម្មតាទឹកត្រជាក់ធម្មតាដល់ពេលកណាប្រឹងមួយដែរបើវាអត់តែជាមួយទៅទាំងជួនចិត្តហ្នឹងតោមនោះទៀត ណែហ្នឹងហើយទឹកក្តៅអ៊ុនហើយមិនញោមចូលចិត្តហើយមិនកាត់ទៅម្នោះវិញ អត់មានទឹកក្តៅអ៊ុនមានតែទឹកត្រជាក់ដល់ពេលអញ្ចឹងមិនទ្រាំមួយអាទឹកត្រជាក់ហ្នឹងទឹកចិត្តហ្នឹងវារេះតោមនុស្សដែរទៀត ហ្នឹងហើយ កាត់ទោសៈ បើត្រែ អរគុណទៀត អញ្ចឹងតោម្នោះហ្នឹងវាកើតឡើងណាព្រោះទឹកត្រជាក់ហ្នឹងក៏វាកើតដែរគ្រាន់តែយើងមិនទៅអាណិតអារម្មណ៍អីទេវានៅតែល្អហ្នឹងគ្រាន់តែយើងត្រូវការអញ្ចេះវាបានចុះហ្នឹងហើយហ្នឹងហើយ បើហ្នឹងតាមផលតែពីអារម្មណ៍អញ្ចឹងញោមឧទាហរណ៍ផ្សេងទៀតដោយខ្លួនឯងទៅបើឧទាហរណ៍មួយទាំងអស់ហ្នឹងវាម៉ោងយើងក៏ណាយើងឧទាហរណ៍តែមួយឬពីរឲ្យត្រូវនឹងរឿងហ្នឹងយើង
គិតអនុលោមទៅតាមអារម្មណ៍ទាំង6ចុះបងចាំអាត្មាដាក់នៅក្នុង homework ហ្នឹងបន្ថែមអារម្មណ៍ផ្សេងហ្នឹងទៅញោមរនឹកឆ្លើយទៅតាមពិតអាត្មាដាក់ចម្លើយក្នុងហ្នឹងអស់ហើយលើកនេះស្រួលជាងមុនណាគាត់ណាគូសយកចម្លើយស្រាប់តែគួរឲ្យត្រូវផងណាណា មិនយល់ក៏ហមដែរហ្នឹងលោកម្ចាស់ ចំណាលើ ក៏ហម 3មកប៉ាក្រោមខុសទេម្ចាស់គ្រូ ក៏ ចិត្តតាមមកគ្រូខ្សោះទៅចាញ់ប្រមាណប្រមាណញ៉ាnó ខុសបាត់ច្រឡំ កណា ទាំងទូ អត់បានចុចទេចាស់គ្រូកណាថាទៅចុចឥឡូវស្រាប់ច្រឡំប៉ាក្រមនេះចំចម្លើយត្រូវដែរ បងម៉េះបង វាជាប់គ្នាឆ្លើយឥឡូវតែពេលអត់ទាន់បានឆ្លើយផងអូនធានីដាក់មកមួយទៀតអត់ដឹងថាវាឆ្លូតមកមួយទៀតណាទៅប៉ះអាសំណួរក្រោមនោះមិនទៅត្រូវដែរ ញាតិញោមមានអ្នកអត់តន់ទេមានអ្នកអត់យល់អត់ហើយសួរបាន លោកម្ចាស់កណាសុំសួរកន្លែងសុខវេទនាហ្នឹងវាមានដូចថាអតិអត្ថអារម្មណ៍សុខវេទនាវាមានអតិអត្ថផុតពីអារម្មណ៍ដូចគ្នាលោកម្ចាស់ណាខាងលើលោកម្ចាស់ ដូចគ្នាណាអដ្ឋផោតពីរមអដ្ឋមច្ឆតផោតពីរមអនិដ្ឋផោតពីរមហ្នឹងបានដូចគ្នា កណាអញ្ចឹងបានន័យថាសុខវេទនាក៏អញ្ចឹងទុក្ខវេទនាក៏អញ្ចឹង ដូចគ្នា កណាអរគុណ ឥឡូវចូលអារម្មណ៍មួយទៀតគឺតើតអនិដ្ឋារម្មណ៍អញ្ចឹងចូលអារម្មណ៍ល្អអស់2ហើយអញ្ចឹងអារម្មណ៍ល្អមាន2អារម្មណ៍មិនល្អមាន1អនិដ្ឋផោតពីរមអានេះស្រួលយល់ទេមិនបាច់ញោមឧទាហរណ៍ទេអានេះគឺតកតងនឹង តកតងនឹងអីឈឺណាអាហ្នឹងបានទាំងកាយកទុក្ខបានទាំងចេតសិកទុក្ខណាឧទាហរណ៍ថាឈឺជើងចុកចង្កេះចុកខ្នងអាហ្នឹងអកុសលបាក់តាមផ្លូវកាយណាកើតទុក្ខទៅតាមផ្លូវកាយហៅថាកាយកទុក្ខទុក្ខវេទនាហ្នឹងកើតឡើងតាមផ្លូវកាយហើយចេតសិកទុក្ខគឺជាសេចក្តីទុក្ខទៅតាមផ្លូវចិត្តជាមួយនឹងអនិច្ចារម្មណ៍ហ្នឹងមានន័យថាអារម្មណ៍ហ្នឹងគឺវាមិនល្អស្រាប់ហើយណាឈឺចង្កេះទៅពិនិត្យ scan ចឹងទៅពេទ្យគេថាលៀនឌីសឧទាហរណ៍លៀនឌីសប្រមាណអីចឹងទៅគេឈប់ឲ្យធ្វើការងារធ្ងន់ទេណាមិនអាចលើកធ្ងន់មិនអាចធ្វើការងារធ្ងន់ទៀតទេបានទេពេទ្យគេប្រាប់អញ្ចឹងណាភ័យហើយនៅឃើញនៅកំពុងរកស៊ីផងហើយគាត់ទៅយួរទឹកសុទ្ធមកយួរគេមិនឲ្យយួរផងអីទៀតហ្នឹងនៅឃើញហើយជីវិតអញមិនមកទេណាគួយបាក់ចិត្តហើយនៅឃើញអញ្ចឹងណាហ្នឹងចេតសិកៈទុកព្រួយរហូតទៅតាមផ្លូវចិត្តឈឺជង្គង់អីជាដើមទៅនឹងប្រភេទឈឺតាមផ្លូវកាយណាញាតិញោមឬក៏ដល់ថ្នាក់មករិចអីណាធ្ងន់ធ្ងរអីទៅទៀតអាហ្នឹងក៏ក្រៃលែងទៅទៀតណាជួបទុកហើយទុកផ្លូវកាយហើយទុកទាំងផ្លូវចិត្តទៅទៀតហ្នឹងហើយកាន់តែព្រួយបារម្ភហ្នឹងតើនេះណាញាតិញោមនឹងស្រួលហើយតាមពិតបញ្ជាក់បន្តិចថាដែលភ្ជាប់ដោយពាក្យថាកាយកទុកនេះយើងលើកថាទុកផ្លូវកាយហ្នឹងឬក៏សុខផ្លូវកាយហ្នឹងតាមពិតសុខនិងទុក្ខហ្នឹងក៏នៅតែនាមធម៌ដូចគ្នាសុខនិងទុក្ខហ្នឹងក៏ជាចិត្តដែរប៉ុន្តែលោកដាក់ភ្ជាប់ជាមួយនឹងកាយគឺចង់បញ្ជាក់ទៅលើបញ្ញវោការភូមិនេះដែលប្រព្រឹត្តទៅជាមួយនឹងកាយភ្ជាប់ជាមួយនឹងកាយប្រសិនបើរូបធម៌ហ្នឹងមិនមានកាយទេសេចក្តីទុក្ខហ្នឹងក៏មិនមានអញ្ចឹងវាជាប់ជាមួយនឹងវត្ថុក្រោតគ្រាតវាជាប់នឹងអារម្មណ៍ដែលក្រោតគ្រាតប៉ះទុកនឹងសភាវៈដែលក្រោតគ្រាតកាយប្រសាទប៉ះជាមួយនឹងផោតភិរម្មណ៍ជាវត្ថុក្រោតគ្រាតដូចគ្នាហើយក៏ជាការបញ្ជាក់ទៅលើភូមិដែលមានកាយបញ្ចវោការភូមិនឹងឯងអញ្ចឹងបានលោកប្រើកាយកៈប៉ុន្តែញោមកុំយល់ច្រឡំថាកាយកៈហ្នឹងគឺជារូបធម៌នៅតែជានាមធម៌ដដែលហ្នឹងហើយទី3
ឧបេក្ខាវេទនាគឺជាការសោយអារម្មណ៍ជាកណ្ដាលការសោយអារម្មណ៍ជាកណ្ដាលនេះបើពោលទៅដល់ចិត្តនេះលោនេះធំជាងគេណាពោលទៅដល់ចិត្តមាន55ម្នាក់ 5 ពួង ចាគ្រូ 55ចឹងមិនបាច់ចែកទេពីព្រោះនៅក្នុងសេចក្តីទុកតាមបេក្ខាវេទនាអត់មានចែកប្រភេទសុខឬក៏ប្រភេទទុកទេណាព្រោះទៅតាមផ្លូវចិត្តតែម្យ៉ាងប៉ុណ្ណោះអត់មានកាយទេមានតែតាមផ្លូវចិត្តតែម្យ៉ាងប៉ុណ្ណោះណាព្រោះជាវេទនាល្អិតណាជាវេទនាសុខុមជាងវេទនាដទៃអញ្ចឹងមានតែមួយអត់មានបែងចែកទៅទេហើយជាវេទនាដែលលំបាកក្នុងការកំណត់ដឹងសម្បីនៅក្នុងអត្ថកថាឧបទ្ធានសូត្រក៏បានបញ្យល់តកតងនឹងសុខទុក្ខនឹងអតុក្ខមៈហ្នឹងគឺលោកបញ្យល់ថាឧបេក្ខាវេទនានេះគឺជាវេទនាដែលលំបាកក្នុងការកំណត់ដឹងណាព្រោះវាល្អិតតើអ្នកមានបញ្ញារៀងច្រើនរៀងជ្រៅទៅកំណត់សភាវៈនៃការសោយអារម្មណ៍នេះកណ្ដាលនេះបានចឹងបើយើងមើលអតិអត្ថារម្មណ៍អដ្ឋមច្ចតារម្មណ៍អនិច្ចារម្មណ៍តើប្រព្រឹត្តទៅជាមួយនឹងឧបេក្ខាវេទនានឹងបានដែរឬទេញាតិញោមបានអត់ណាថាប្រព្រឹត្តមិនបានចាគ្រូ មកឧទាហរណ៍ដាក់ដដែលចាស់បានឬអត់មកបដូរទៅជាសត្វទារម្មណ៍វិញសត្វទារម្មណ៍សត្វទារម្មណ៍សំឡេងម្ដងសត្វទារម្មណ៍សួរញាតិញោមមើលក្នុងចិត្ត55ដួងនេះមិនតាន់រាប់អីខ្លះញោមគាត់ណាដឹងចំនួនសិនចុះតើអតិអដ្ឋសត្វទារម្មណ៍ដឹងដោយឧបេក្ខាវេទនាបានដែរឬទេបរិកបៈក្តីដោយសភាវៈក្តីអត់បានទេចាគ្រូ អត់បានទេបាទញោមណាទៀតហើយមក ខ្ញុំកណាថាបានទៀនព្រោះអីទោះបីអារម្មណ៍ទាំង3ហ្នឹងមិនក៏នៅតែឧបេក្ខាដដែលនឹងទៀនអញ្ចឹងវាទទួលអារម្មណ៍ឧបេក្ខាទៀតអារម្មណ៍មិនមែនឧបេក្ខាទេចិត្តទេនៅឧបេក្ខានោះប៉ុន្តែអារម្មណ៍ហ្នឹងជាអតិអដ្ឋសត្វទារម្មណ៍ កណាថាបានកណា ដោយសារអារម្មណ៍ហ្នឹងហើយកណាថាបានទៀននិយាយអញ្ចឹងកណារវល់ធ្វើការកណាបកស្រាយអត់ចេញទៀតបាទđây mà nhôm tranh một bọ sài thà hạt ấy thà bán hạt ấy tha mình bàn lâu giờ nè bán sân bàn trăng nè cái lại nè អតិអដ្ឋសត្វទារម្មណ៍ឮសំឡេងអតិអដ្ឋសត្វទារម្មណ៍ប៉ុន្តែជាឧបេក្ខាវេទនាជាអារម្មណ៍ជាកណ្ដាលចាចាស់គ្រូឡើយណា nè ngày nè ចឹងឧទាហរណ៍ថាសំឡេងរបស់ព្រះសម្មាសម្ពុទ្ធសំឡេងរបស់ព្រះសម្មាសម្ពុទ្ធអត់ដែលឮផងចាស់គ្រូសំឡេងធម៌ ឧទាហរណ៍ សំឡេងធម៌របស់ព្រះសម្មាសម្ពុទ្ធជាអតិអត្ថារម្មណ៍ជាសតិរម្មណ៍អតិអត្ថារម្មណ៍ហើយទៅដូចថាកណាអញ្ចឹងចាស់គ្រូកណាអត់សូវដូចថាអត់សូវមានមនសិការអីចង់ស្ដាប់អីទេធម្មតាឮក៏ឮទៅកើតអត់ចាស់គ្រូអញ្ចឹង nè bạn nhôm chân hên ta ná mà nhôm chân hên ta ẩn mua là ta ná nhôm chân hên chúng to កណាចាគ្រូកណាថាអត់តាកណា ẩn nâng đầy trái bàn thả ẩn ដោយសារអារម្មណ៍ហ្នឹង
វាជាកដាលហើយវាជាឧបេក្ខាអញ្ចឹងវាមិនអាចងើបឡើងអតិអដ្ឋារម្មណ៍បានទេដល់ពេលឮទៅចាគ្រូ ពេលឮទៅងើបអត់បានទេដល់ងើបពីពេកមិនញោម បើអានឹងជាឧបេក្ខានឹងវាជាកណ្ដាលហ្នឹងចាស់គ្រូអញ្ចឹងអតិនឹងវាអារម្មណ៍ដែលល្អបំផុតណាអារម្មណ៍ដែលក្រៃលែងអញ្ចឹងវាមិនអាចឡើងដល់លើបាន ឡើងដល់លើ តែ នឹង គិត ដល់ ចឹង ណា អូនអារម្មណ៍ផ្សេង ដល់ ចិត្តផ្សេងណាអូនឧបេក្ខាចិត្តទេណា លើចង់អាស័យលោកម្ចាស់ លើដល់លើលើដល់ក្រោមបានទេ ខ្ញុំគាត់រត់តាបន្ថែមតិចមើល ទៅណាលោកម្ចាស់គ្រូដូចញោមគិតឆ្លើយថាសំឡេងព្រះសម្មាសម្ពុទ្ធជាដើមមិនអញ្ចឹងព្រោះអីព្រះអង្គសំដែងឧទាហរណ៍ថាសំដែងធម៌ជាភាសាបាលីតែយើងអត់ចេះភាសាបាលីយើងអត់យល់ន័យវានៅតែត្រឹមឧបេក្ខាហ្នឹងឯងទៀតហ្នឹងឧទាហរណ៍អញ្ចឹងបើសិនជាយល់ន័យអាហ្នឹងយើងវាមិនមែនឧបេក្ខាទេយើងទៅសោមទៅនេះប៉ុន្តែដល់អត់យល់ន័យឧទាហរណ៍ថាលោកស្វាតជាសូត្រធរសូត្រអីយើងអត់យល់ន័យនៅតែធម្មតាហ្នឹងឯងវាទៅនេះអត់កើតណាយល់បានប៉ុណ្ណឹងឯងទៀត ចាគ្រូព្រមរតនាព្រះអង្គចាគ្រូ លោកម្ចាស់កណាថាបានហើយកណាសូមឧទាហរណ៍ថាចេះដោយលោកម្ចាស់គ្រូខំពន្យល់រឿងអារម្មណ៍ហ្នឹងអារម្មណ៍3ហ្នឹងពន្យល់លោកម្ចាស់គ្រូពន្យល់ថាមានបច្ចេកទេសពន្យល់ល្អដែរប៉ុន្តែពេលកណាស្ដាប់មិនសូវយល់អញ្ចឹងកណាធម្មតាអញ្ចឹងគុំចាស់ យល់ក៏ធម្មតាតាមយល់ក៏ធម្មតាណា កណាដោយសារបើអតិអដ្ឋាសត្វទារម្មណ៍ហ្នឹងលោកម្ចាស់ពន្យល់មកច្បាស់អញ្ចឹងសូរស័ព្ទសម្លេងអីចឹងអមជាមួយនឹងបច្ចេកទេសពន្យល់ហ្នឹងផងល្អប៉ុន្តែដល់ពេលកណាបានឮទៅកណាអារម្មណ៍ធម្មតាដោយសារកណាអត់សូវយល់អញ្ចឹងគុំចាស់ ឥឡូវចេះញោមវិលមកវិញញាតិញោមត្រូវញែកគ្នាឲ្យដាច់រវាងអារម្មណ៍ហើយនិងចិត្តដឹងរវាងវេទនានិងអារម្មណ៍ពេលខ្លះញាតិញោមខ្លះច្រឡុកច្រឡំចូលគ្នាចិត្តយើងមិនចង់យើងកើតវាចូលជាមួយអត់និយាយរឿងចង់មិនចង់ហើយសភាវៈគឺយ៉ាងម៉េចអញ្ចឹងបើយើងនិយាយដោយសភាវៈរបស់វិបាកគឺយ៉ាងម៉េចគឺអញ្ចឹងតែបើនិយាយទទួលកម្មដូចអកុសលដូចមហាកុសលអាហ្នឹងស្អីក៏បានដែរណាហើយញោមកុំច្រឡុកច្រឡំគ្នាជាមួយនឹងការគិតរបស់ញោមហើយនឹងសភាវៈព្រោះអារម្មណ៍ណាទោះបីយើងគិតមិនក៏គិតទៅអារម្មណ៍នៅតែអារម្មណ៍អញ្ចឹងអារម្មណ៍អត់ប្រែប្រួលទេណាប្រែប្រួលតែចិត្តញោមគិតតែញោមត្រូវយល់អញ្ចឹងយល់ថាអារម្មណ៍គឺអត់ប្រែប្រួលទេប្រែប្រួលតែអ្នកគិតទេណាឧទាហរណ៍ញោមរស់នៅមួយភរិយាស្វាមីអញ្ចឹងកាលពីមុនរៀនធម៌កាចច្រើនអញ្ចឹងទៅដល់រៀនធម៌ស្លូតតែតាមពិតប្តីនៅប្តីដែរកូននៅកូនដែរតែស្លូតតែញោមតែចិត្តញោមតែអ្នកស្លូតអារម្មណ៍មានប្រែប្រួលទៅណាព្រះសម្មាសម្ពុទ្ធមុនញោមជ្រះថ្លាព្រះអង្គនៅតែព្រះអង្គដែរនឹងនៅតែអតិអដ្ឋារម្មណ៍ដែរហ្នឹងហើយទោះបីនាងចេញចាមិនចូលចិត្តស្ដាប់ធម៌ព្រះអង្គប្រតិបត្តិមិនចូលចិត្តស្ដាប់ធម៌ព្រះអង្គរឿងប្រតិបត្តិទេតែសំឡេងព្រះអង្គនៅតែពីរោះអ្នកចូលចិត្តមិនចូលចិត្តក្តីជារឿងរបស់អ្នកហ្នឹងហើយវិបាកដែលទទួលអ្នកមិនចូលចិត្តមិនមែនថាអ្នកមិនចូលចិត្តហ្នឹងសំឡេងព្រះអង្គទៅជាអនិច្ចារម្មណ៍មិនមែនទេអត់ទេសំឡេងព្រះអង្គនៅតែល្អទៅដែរចឹងឧទាហរណ៍ថាអតិអដ្ឋសត្យារម្មណ៍សំឡេងរបស់ព្រះសម្មាសម្ពុទ្ធជាអតិអដ្ឋសត្យារម្មណ៍សំឡេងយ៉ាងពីរោះអញ្ចឹងបើយើងមើលវិថីចិត្តក្នុងការស្ដាប់សំឡេងអាត្មាឧទាហរណ៍ត្រួសនេះតៃតពវាំងនេះអត់ទទួលទេអាហ្នឹងគាត់តែអាត្មាលើកជាតួវិថីឯងញោមធ្លាប់រៀនហើយអាចយល់ខ្លះណាតៃតពវាំងវាំងចរណៈក៏ចេតៈ3នេះយើងគិតថាបែរចានេះវាជាតួដឹងអារម្មណ៍ក្នុងភពមុននេះដឹងអារម្មណ៍ក្នុងបច្ចុប្បន្នប៉ុន្តែសួរថាបញ្ញទ្វានេះទទួលអីទទួលអតិអដ្ឋសត្យារម្មណ៍សួរថាបញ្ញទ្វារវចនៈនេះញោមអវចនៈនេះជាវេទនាអីញោម ឧបេក្ខាចាស់គ្រូ ឧបេក្ខាវេទនា ឧបេក្ខាវេទនា
ចាក់ខុវិញអូមិនមែនចាក់ខុអីអត់ទៅកន្លែងនេះលើកពីសោតតែអត់ទៅ ចា សោ ចា តតាក់នឹងទៅជាឧបេក្ខាដែរតើចាស់គ្រូដាក់តារាងទៅ ណែសោត នៅ តា ក្នុងនេះមាន32ហើយការមកពេលខាសហគមន៍នេះហ្នឹងมันមាន32ចាស់គ្រូ តែឥឡូវថ្មឧទាហរណ៍ក្នុងមួយវិថីចាណាណែអានេះឃើញទេអញ្ចឹងបញ្ញទ្វីរវចនៈក្នុងអហេតុកកិរិយាដួងទី1ឧបេក្ខាសោតវិញ្ញាណនេះអក្សរកាត់អក្សរសនេះសោតវិញ្ញាណជាអី ឧបេក្ខាដែរ តាមបដិឆណៈឧបេក្ខា ឧបេក្ខា ណាតើចាស់គ្រូដាក់យ៉ាងមិនដឹងចាស់គ្រូ ឧបេក្ខា2សោមនស្ស1 ពិបាក ដែលជីវ័ននេះយើងរកឧបេក្ខាឧទាហរណ៍ថាយើងជ្រះថ្លាអញ្ចឹងបើវាជាឧបេក្ខាក៏ឧបេក្ខាក្នុងមហាកុសលទៅមិនចឹង4ដួងឧទាហរណ៍ កណា ណាហើយដល់តទានេះតទា2គណៈនេះតទានឹងជា ឧបេក្ខា2 6ឧបេក្ខាក៏មានដែរតាមទេ តទាទទួលអតិអដ្ឋារម្មណ៍ទទួលអតិអដ្ឋសតិរម្មណ៍បានទេតទាលំបណៈ បើចាស់គ្រូដាក់អញ្ចឹងហើយបានហើយចាស់គ្រូ កុំតន់អាត្មាមិនតាន់ថាណាគាត់នឹកគូឲ្យមើលតែ បានហើយ គ្រូវាជាពិបាក បានទេ ជា គ្រូសម្ដែងនឹងបានសម្ដែងដល់តែពេលលំបណៈគឺអតិអដ្ឋាសតិរម្មណ៍ចាស់គ្រូដល់តែពេលលំបណៈគឺអារម្មណ៍នឹងចាស់គ្រូ តទាដែលជា ក្នុង ឧបេ ត ក្ខា ទា មាន នោះ បាន មា ដួ ន ង ឧ ត បេ ទា ក្ខាសន្តិរណៈ2ដែរចាស់គ្រូ មាន6ចាស់គ្រូ ណាមាន ហើយ 6 ក្នុងមហាវិបាកនោះជាឧបេក្ខា4ទៀតហ៎ចាស់គ្រូ 6នេះទទួលអតិអដ្ឋសតិរម្មណ៍បានទេ6ហ្នឹង អត់ទេចាស់គ្រូ បានទៀនអូច្រឡំអត់បាននេះចាស់គ្រូឧបេក្ខាអត់បានហ่าតតែសោមនស្សអត់បាន បានឬអត់អត់ឬបាន កណាថាអត់បានទេបើតទា6ហ្នឹងយកទៅឧបេក្ខាហ្នឹងដល់ពេលអតិអដ្ឋៈនោះវាជាសោមនស្សសន្តិណាចាស់គ្រូ ណាអញ្ចឹងបើនេះណាតាមពិតអានេះអាត្មាគូអូតាមពិតអាកន្លែងនេះសន្តិណៈនេះវាទៅសោមនស្សមែនទេសោមនស្សសន្តិ កណាមាន3មែន សោមនស្ស1 សោមនស្សសន្តិហ្នឹងហើយ ណាដល់តទានេះវាទៅបើសិនជាអានេះវាសោមនស្ស យក សន្តិតទាយក 5វិញ5 តទានេះយក4វិញណាព្រោះនេះយើងរាប់ក្នុងសន្តិហើយក ណា 4ណា នេះយក4វិញទៅណា បាន ប កណា ប៉ុន្តែបើនៅក្នុងអីត្រូវឲ្យ ចាស់គ្រូ ក្នុងអីទៀតបានហើយ យ៉ាងលើកអីទេមិន ដូរតទាហ្នឹងមកជាតទាសោមនស្សវិញមិនបានចាស់គ្រូ ប៉ុន្តែឥឡូវនេះគឺអាត្មាគាត់ទៅលើកឧទាហរណ៍ថាទោះបីជាមិនទាំងអស់ក៏ដោយប៉ុន្តែបើយើងមើលក្នុងវិថីហ្នឹងណាគាត់តែលើកមួយវិថីយើងឃើញថាមានឧបេក្ខាហូរហាយមកច្រើនដួងដែរតាមានអត់ណា សំបីតែនៅក្នុងជីវ័ននោះមានអកុសលចិត្តក៏មានដែរចាស់គ្រូ វាជាវិបាកអោនៅក្នុងជាវិបាកវាជាឧបេក្ខាលោកចាស់ អញ្ចឹងវាមានអារម្មណ៍យើងឆ្លើយថាអតិអដ្ឋសតិអារម្មណ៍ហ្នឹងមានទទួលអារម្មណ៍ជាច្រើនអញ្ចឹងតែសូម្បីតែសំឡេងព្រះអង្គហ្នឹងមិនប្រកាសថាជីវ័នហ្នឹងជាឧបេក្ខាទេអាត្មាគាត់លើកថាអាចកើតឧបេក្ខាណែពីសោមនស្សក៏បានឧបេក្ខាក៏បានតែក្នុងករណីនេះអាត្មាលើកជាឧបេក្ខាហើយយើងសួរថាហេសំឡេងព្រះអង្គពីរោះហេតុអីក៏កើតឧបេក្ខាមិនមែនយើងឃើញយើងឮសំឡេងព្រះអង្គហើយសិតតែកើតសោមនស្សពេលខ្លះស្ដាប់រឿយៗទៅយើងកាលអាចធ្លាក់មកឧបេក្ខាដែរហ្នឹងហើយវាអាចដែរសំបីអាត្មាពេលខ្លះថ្វាយបង្គំដូចថ្វាយបង្គំព្រះអញ្ចឹងទៅជួបទៅកន្លែងព្រះបរមសារីរិកធាតុរបស់ព្រះអង្គជាងកាលទៅថ្វាយបង្គំរាល់ថ្ងៃទៅឧបេក្ខាដែរតាដល់ពេលថ្ងៃខ្លះខានទៅវិញកើតសោមនស្សវិញទៅក៏មាន
ចឹងមិនថានៅក្នុងព្រះអង្គណាក៏ចិត្តរបស់យើងប្រែប្រួលមិនមែនទេសោមនស្សរហូតញាតិញោមធ្វើទានក៏អញ្ចឹងដែរមិនមែនគ្រប់ធ្វើទានសិតតែសោមនស្សណាពេលខា ចឹង ក៏ ក បាន ណាលើកកណាលើកឧទាហរណ៍មិនអត់ត្រូវចាស់គ្រូ រឿងអីគេមិញភ្លេចបាត់ហើយក ណាថាសំឡេងហ្នឹងកណាលើកត្រូវហើយប៉ុន្តែកណាថាកណាអត់យកចិត្តទុកដាក់ស្ដាប់ទេធ្វើធម្មតាហ្នឹងហើយតើ អាហ្នឹងត្រូវដែរចាស់គ្រូចឹង អត់យកចិត្តទុកដាក់ កណាលើកឧទាហរណ៍ថាមិញហ្នឹងដូចថាសំឡេងធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងជាអដ្ឋសតិរាម័យតែដល់ពេលកណាហ្នឹងអត់សូវមនសិការស្ដាប់ទេធ្វើធម្មតាចឹងណាចាស់គ្រូ ណែ លេងព្រះអង្គសំដែងហ្មងញោមតែសំឡេង អត់ទេ ចាក់តាមវិសុឯង សំឡេងធម៌ហ្នឹងដូចថាម្ចាស់គ្រូអីបរៀនអញ្ចឹងមិនបរៀនធម៌របស់ព្រះអង្គមិនចឹង អូអត់របស់មិន original ទេ ធម៌របស់ព្រះអង្គហ្នឹងវាជាអតិអដ្ឋារាម័យ ទេសំឡេងអាត្មាជាអដ្ឋមចតារាមទេ ទេហ្នឹងហើយ បាទ កន្លែងហ្នឹងខុសដែរអញ្ចឹងកណាខុសអញ្ចឹងចាស់គ្រូ ខ្ញុំចាស់គ្រូបើកណាលើកត្រូវអត់ចាស់កណាសូមឱកាសទេខ្ញុំចាស់គ្រូអាហ្នឹងលើកមកថាសំឡេងសត្វអតិអដ្ឋសតិរមហ្នឹងជាសំឡេងព្រះសម្មាសម្ពុទ្ធដែរលោកម្ចាស់អញ្ចឹងពេលដែលសំឡេងសត្វកើតឡើងហ្នឹងវាជាអារម្មណ៍ដ៏ពិសេសក្រៃលែងតែដល់ពេលដែលកើតឡើងដោយសោតវិញ្ញាណនេះដឹងហ្នឹងលោកម្ចាស់ជាកុសលវិបាកម្ចាស់គ្រូអញ្ចឹងនៅក្នុងឧបេក្ខាវេទនាតាមចាស់គ្រូ បាទជាពេខាវេទនា កណាព្រោះកណាដែលយើងលឺហ្នឹងជាកុសលវិបាកម្ចាស់គ្រូ ហ្នឹងហើយជាសល់បាទ កណាឆ្នើអរគុណចាស់គ្រូ ហ្នឹងយើងឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាបានលឺផ្ទាល់ដែរចាស់គ្រូ ព្រោះអីមិនដែលបានលឺសំឡេងព្រះអង្គគ្រាន់ឧទាហរណ៍ថាបានលឺផ្ទាល់ហ្នឹងដែរ លោកម្ចាស់គ្រូអញ្ចឹងបើយើងមើលតាមវិថីចិត្តបើមកដល់ត្រឹមសាមតិឆន្ទកិច្ចយើងអាចនិយាយបានថាត្រឹមតែឧបេក្ខាទេ បាទ បើមកដល់សន្តិណៈនេះវាអាចមានសោមនស្សផងនិងឧបេក្ខាផងអញ្ចឹងទៀត ពេលទៅតាមអារម្មណ៍បើអតិអតារាមវាសោមនស្សហ្នឹងឯង ណាអញ្ចឹងបានថាមកដល់សន្តិណៈនេះបានវិច័យអតិអដ្ឋារម្មណ៍ទៅវាទៅជាសោមនស្សទៅបើថាឧបេក្ខាវាឧបេក្ខាធម្មតា ហ្នឹងហើយ បើយើងរាប់ត្រឹមសម្បត្តិឆន្ទកិច្ចទៅក្រោយអាហ្នឹងវានៅតែត្រឹមឧបេក្ខាទាំងអស់ហ្នឹងឯងព្រោះអីកន្លែងហ្នឹងវាអត់នេះទេ ណាអរគុណទៀត ហ្នឹងហើយយើងឧទាហរណ៍រឿងទេវតាក៏បានឧទាហរណ៍ដូចនាងឧទាហរណ៍ដូចជាសពពុទ្ធកថា សពពុទ្ធកថាគាត់មិនសម្រេចសោតាហើយប្រអិនមិនចង់មកសាកថាសាវៈរបស់ព្រះអង្គហ្នឹងអ្នកយល់ធម៌ហ្នឹងនៅកម្រើកញាប់ញ័រទៀតអត់ញាប់ញ័រជាមួយនឹងលៀបសក្ការៈអត់ញាប់ញ័រលះបង់វរតនត្រ័យអត់បើយកលៀបសក្ការៈយកលៀបយកយុះយកសម្បត្តិទៅដូរណាហ្នឹងហើយបានសាកមើលទៅមកហោះមកឲ្យដល់អាកាសប្រកាសឡើងបើអ្នក អ្នកឯងពោលតាមខ្ញុំត្រឹមតែ3ម៉ាត់ខ្ញុំដឹងថាអ្នកឯងក្រតែបើអ្នកធ្វើតាមខ្ញុំនឹងឲ្យអ្នកសម្រេចតាមសេចក្តីប្រាថ្នាចង់បានអីក៏បានហ្នឹងហើយគេមកអញ្ចឹងហ្នឹងបើអិនមកមែនទេណាមិនមកណែតាមរយៈយសពសបិនអីទេអញ្ចឹងប្រកាសជាសម្លេងអញ្ចឹងសម្លេងរបស់ទេវតាក្តីរូបក្តីហ្នឹងគឺសិតតែជាអតិអដ្ឋារម្មណ៍ហើយណាប្រកាសឡើងអញ្ចឹងតែ ឲ្យពោលថាពុទ្ធោអ្នកពុទ្ធោព្រះពុទ្ធមិនមែនព្រះពុទ្ធឬក៏មានន័យបដិសេធថាអត់មានការត្រាស់ដឹងរបស់ព្រះអង្គទេពធក៏មិនមែនពធប្រសង្ឃក៏មិនមែនឬក៏មានន័យថាបរតនត្រ័យអត់មាននៅក្នុងលោកពោលបដិសេធអញ្ចឹង
អត់ពោលច្រើនទេអត់ធ្ងន់ទេតែ3ម៉ាត់ហ្នឹងណាអ្នកឯងប្រាថ្នាអីក៏បានណាមានន័យថាបើអិនអាចជប់បានចង់ជប់ផ្ទះជប់ដីជប់មាសជប់ពេជ្រជប់ទ្រព្យអីក៏បានដែរព្រោះបើអិនមកមែនដែរណាបានគាត់សួរកោអេសោអ្នកឯងជានរណាហ្នឹងណាប្រាប់ដឹងទៅបន្ទោសមិនថាខ្ញុំក្រខ្ញុំអត់ក្រទេអរិយសាវកដែលបានយល់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយអត់ក្រទៀតទេខ្ញុំមានទ្រព្យតាបានគាត់រាប់ពីទ្រព្យសម្បត្តិរបស់គាត់ទៅថាគាត់អត់ក្រហ្នឹងសម្បត្តិរបស់គាត់មានណាដែលមហាសេដ្ឋីលើពិភពលោកហ្នឹងក៏មិនមានដូចអរិយសាវកដែរទ្រព្យរបស់គាត់គឺអីញាតិញោមទ្រព្យគឺអី អរិយមគ្គទេរាប់ព្រះអង្គចារតនត្រ័យណា រតនត្រ័យ ទ្រព្យរបស់គាត់មានតែ7ទេប៉ុន្តែអត់ខ្វះ7មាន7ហ្នឹងគ្រប់ហ្មងអីគេ អរិយទ្រព្យលោកម្ចាស់អរិយទ្រព្យ លោកចាស់មានសទ្ធាមានសិល សិលសមាធិចាគៈ ចាគៈមានហេតុមានអតបៈ មានសទ្ធាមានសិលមានចាគៈមានសត្តៈមានហិរិអតបៈបញ្ញាទៀត សាធុសទ្ធា1សិល2ណាហិរិ3អតបៈ4សត្តៈ5ចាគៈ6បញ្ញា7ណា ប្រយចេញ 7ចឹងមានប៉ុណ្ណឹងហៅថាអរិយទ្រព្យជាទ្រព្យដ៏ប្រសើរឬក៏ជាទ្រព្យរបស់ព្រះអរិយទាំងឡាយលោកមានហើយមិនថាគាត់ក្រក្នុងអរិយវិន័យនេះណាមិនបានហៅបុគ្គលដែលមានអរិយទ្រព្យហ្នឹងថាជាបុគ្គលក្រទេណាតែបើលោកីខាងក្រៅគេថាក្រមែនហ្នឹងហើយបើមើលទៅសម្បត្តិអត់មានការស្លៀកពាក់ការរស់នៅទ្រព្យសម្បត្តិឲ្យមានបានដូចគេវាអត់មែនណាតែទ្រព្យគឺអរិយទ្រព្យដែលមាននៅក្នុងសន្តានរបស់បុគ្គលណាហើយបុគ្គលហ្នឹងមិនហៅថាក្រទេណាអញ្ចឹងដឹងបដិសេធទៅវិញអត់ពោលហើយស្ដីបន្ទោសឲ្យទៅទៀតហ្នឹងហើយប៉ុន្តែការពោលហ្នឹងមិនមែនជាដោយការអាចថាមិនមែនខឹងក្រោធតែអាចថាបានគាត់គាត់តែពោលបដិសេធអញ្ចឹងក្នុងចិត្តគណៈពេលហ្នឹងគាត់មិនត្រេកអរនឹងការពោលបែបនោះអញ្ចឹងគាត់មានយោនិសោមនសិការៈនៅតែជាកុសលចិត្តកើតតែកុសលហ្នឹងជាឧបេក្ខាអញ្ចឹងទៅនឹងសំឡេងហ្នឹងណាសំឡេងហ្នឹងជាសំឡេងរបស់ទេវតាអញ្ចឹងទៅតោះនេះញោមណាលោកចាស់ណែអាហ្នឹងចង់លើកពីរឿងអតិអដ្ឋារម្មណ៍ចំណែកចូលអដ្ឋមច្ចតារម្មណ៍ក៏មានតំណងដូចគ្នាអញ្ចឹងញោមគិតទៅលើសភាពធម្មតាអាត្មាកំពុងសម្ដែងធម៌ហ្នឹងញាតិញោមលើកឡើងមកអញ្ចឹងគឺចិត្តជាធម្មតាព្រោះបានស្ដាប់រឿយហើយហ្នឹងហើយសំឡេងអាត្មាហ្នឹងដំបងអាចសោមនស្សដែលស្ដាប់យូរទៅធម្មតាជាឧបេក្ខាចឹងណាហើយចំណែកអនិច្ចារម្មណ៍ក៏ទទួលទៅដោយវិបាកហ្នឹងចាក់សោតវិញ្ញាណហ្នឹងជាអនិច្ចារម្មណ៍អកុសលវិបាកទៅសម្បដិឆន្ទៈទទួលក៏អកុសលវិបាកសន្តិក៏អកុសលវិបាកវោធវណ្ណៈមិនមែនជាវិបាកប៉ុន្តែទទួលអនិច្ចារម្មណ៍ក៏ជាឧបេក្ខាវេទនាដែរទៅណាជីវ័នចិត្តហ្នឹងអាចកើតបើកើតទោសៈអត់ត្រូវទេយើងយកឧបេក្ខាអាចកើតក្នុងលោភៈណាដោយមិនដោយអនិច្ចារម្មណ៍មែនប៉ុន្តែយើងអនិច្ចារម្មណ៍ខ្លះគេចូលចិត្តស្ដាប់អីចឹងទៅពាក្យមិនល្អខ្លះគេចូលចិត្តទៅចឹងណាអាចលោភៈកើតឬក៏យោនិសោមនសិការៈក្នុងមហាកុសលក៏បានបាទឥឡូវនៅសល់មួយនាទីចុងក្រោយមេរៀនថ្ងៃហ្នឹងគឺចាប់ប៉ុណ្ណឹងសិនហើយអាត្មាប្រកាសព័ត៌មានបន្តិចជម្រាបជូនញាតិញោមចុងក្រោយមិនហ្នឹងញោមដែរគាត់សួរឲ្យអាត្មាចេះតែភ្លេចទៅហើយជារៀងរាល់3ខែម្ដងអាត្មាតែងតែទៅពិនិត្យសុខភាពនៅភ្នំពេញហើយក៏
មានកម្មវិធីជួបជុំកូនសិស្សគ្រប់ថ្នាក់ទាំងអស់មានកម្មវិធីសន្ទនាពធជួបជុំមួយកូនសិស្សហ្នឹងហើយអញ្ចឹងកម្មវិធីហ្នឹងគឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី